កលយុទ្ធបង្កើនមុនស្នេហ៍ទី1បង្កើននៅចេតនានៅពេលព្រឹកទី2ត្រូវជប់នៅមុនពេលគេងទី3ត្រូវអោបនៅក្តីស្នេហាក្នុងមួយថ្ងៃម្ដងយេឯងចង់ស្លាប់មែនទេហ៎ឯងគិតចេញមកដោយមិនសួររបស់យើងឡើយកលយុទ្ធបានបង្កើតមកហើយដូច្នេះចៅវាយត្រូវតែធ្វើតាមឲ្យភ្ជាប់ជួនណាបាទអានឹងចឹងទេនឹងត្រូវរន្ទះលីយ៉ូឆាឯងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានមុនស្នេហ៍ហើយណាកុំមកលេងខុសរឿងបែបនេះទៀតណាបើខ្ញុំនិយាយបែបនេះរាល់ថ្ងៃប្រកាសណាជីវិតខ្ញុំអាចរស់បានដែរទេហានេះគឺជាផែនការដ៏សែនឆ្លាតវៃរបស់សៀវធាននោះអីហេអ្នកប្រុសជាងទន់លីងយូឯងមកទីនេះធ្វើអីខ្ញុំចង់ឲ្យអ្នកប្រុសជាងជួយតាមរកមនុស្សម្នាក់ឲ្យខ្ញុំបន្តិចណាហេតុអ្វីខ្ញុំត្រូវជួយឯងបើឯងអាចជួយខ្ញុំតាមរកម្នាក់នោះបានតំណែងធំបំផុតនៅក្នុងសាលានេះប្រកល់ឲ្យឯងទៅចុះចៅវាយជួយធ្វើតាមការតាក់តែងផងណាបាទហើយតំណែងធំបំផុតនៅក្នុងសាលានេះគឺខ្ញុំសាប់ទៅហើយណានៅចាំបាច់ឲ្យឯងប្រកល់ឲ្យយើងទៀតឬហាកូនមន់តូចដូចជាឯងមកហ៊ានស៊ូនឹងយើងវាមិនស័ក្តិសមឡើយណាយើងឧស្សាហ៍ប្រកល់តំណែងនេះឲ្យឯងប៉ុន្តែឯងបែរជាមើលមិនឃើញគុណសម្បត្តិទៅវិញយើងគ្មានពេលអត់ប្រយោជន៍ជាមួយឯងទេណាប្រាប់យើងភ្លាមថាអ្នកណាជាម្ចាស់របស់បន្តោងនេះហើយយើងទៅដឹងដល់របៀបណាទេជាងលូសូមមេត្តាប្រាប់យើងមកថាស្ត្រីម្នាក់នោះជាអ្នកណាយើងគ្មានចេតនាអាក្រក់ចំពោះនាងឡើយបើដឹងថានាងនៅណាជួយប្រាប់យើងផងណាក៏ប្រាប់ហើយនោះអីថាយើងមិនបានស្គាល់ម្ចាស់របស់បន្តោងនេះឡើយណាជាងលូឯងដឹងច្បាស់ណាឯងគិតខុសហើយដែលមករកយើងណាជាងលូយើងឧស្សាហ៍មករកហើយមកសួរឯងស្រួលបួលបើឯងនៅតែមាត់រឹងបែបនេះទៀតកុំថាយើងមិនគួរសមជាមួយឯងណាហេឯងជាមនុស្សរោគចិត្តឬយ៉ាងម៉េចហ៎ខ្ញុំប្រាប់ថាមិនស្គាល់គឺមិនស្គាល់ហើយជាងលូឯងជាអ្នករកបញ្ហាមកដាក់ខ្លួនឯងទេណាហេតម្រាំតែទៅហេតុអ្វីក៏ទួននីយូព្យាយាមតាមរកខ្ញុំមិនឃើញអញ្ចឹងឬក៏ចង់សងសឹកអញ្ចឹងឬលីយ៉ូឈើមិននៅទីនេះទេបើអញ្ចឹងក៏ត្រូវធ្វើខ្លួនឲ្យជាអ្នកសិក្សាហើយនេះចៅវាយនៅសល់តែ3ម៉ោងទៀតទេនឹងដល់អត់កន្ត្រាត្រៀតហើយណាបាទកន្ត្រាត្រៀតហើយវាយ៉ាងម៉េចហ៎ចៅវាយនៅសល់2ភារកិច្ចទៀតនៅមិនទាន់បានធ្វើក្នុងថ្ងៃនេះទេណាបាទបើធ្វើមិនទាន់ពេលកំណត់ទេនឹងត្រូវរន្ទះណាបាទអើយបើតួប្រុសមិននៅក្នុងបន្ទប់ផងឲ្យខ្ញុំទៅអោបថើបយ៉ាងណាហ៎ហើយវាក៏មិនមែនជាកំហុសរបស់ខ្ញុំឡើយណាដូច្នេះហើយខ្ញុំត្រូវដាក់ទោសទេហើយសៀវធានមិនត្រូវការគិតរបស់ចៅវាយទេណាបាទភារកិច្ចនៅក្នុងពេលនេះនៅមិនទាន់សម្រេចដូច្នេះចៅវាយប្រញាប់បន្តិចទៅណាអើយប្រព័ន្ធហីសយព្រោះតែយើងមិនដឹងថានៅពេលនេះតួប្រុសនៅណានោះអីរៀបរាប់ប្រព័ន្ធស្វែងរកនៅពេលនេះតួឲ្យប្រុសកំពុងតែនៅក្នុងសួនជាងបៃឆៃមឿនចៅវាយត្រូវប្រញាប់ទៅតាមគោលដៅឲ្យលឿនណាបាទអើយឆ្ងាយដល់ម្លឹងមិនមានសេះទៀតហើយនៅពេលយប់ទៀតតែពេលណាទៅដល់ទេនេះក៏ចៅវាយរត់ទៅណាបាទស៊ូណាបាទរត់មកតង់នៅមិនឆ្ងាយដល់នេះឡើយណាអត់ស្ទើរតែស្លាប់ហើយណាអេហេតុអ្វីក៏មានក្លិនក្រអូបផ្កាអញ្ចឹងឯងជាណាកុំវាយណាខ្ញុំគឺជាជាងលូយប់ងងឹតបែបនេះឯងមកទីនេះធ្វើអីហ៎ក៏យើងនឹកដល់ឯងនោះអីជាងលូឯងកំពុងធ្វើឈួតស្អីហ៎ឯងមកតាមយើងឆ្ងាយដល់ថ្នាក់នេះដើម្បីតែមកលុកលាន់យើងអញ្ចឹងឬហ៎នៅសល់15នាទី48វិនាទីបាទឆាប់ប្រញាប់ឡើងណាបាទចៅវាយលីយ៉ូឆើឯងគ្រាន់តែឲ្យយើងថើបមួយវាស្លាប់តាមមែនទេហ៎យើងក៏នឹងលអើមស្លាប់នោះឯងមកខំយើងខ្លួនឯងទេចុចជីបចុះជាងលូគុំណាឯងធ្វើអីចាប់ទុកថាដោះថ្មីទេណាចៅវាយធ្វើតួនាទីប្រចាំថ្ងៃសម្ដេចហើយណាបាទអូហើយរួចរាល់ហើយហត់ស្ទើរតែស្លាប់ហើយនេះត្រូវមកខំទៀតហើយពិតជាមកខ្លាំងប៉ុន្មានក៏យប់ទៅហើយឲ្យខ្ញុំដេញនៅទីនេះទៅណាក្រែនៅទីស្នាក់ហើយនឹងក្រែនៅផ្ទះនេះវាពិតជាខុសគ្នាប៉ុន្មានសប្បាយដល់ហើយនេះគឺជាក្រែរបស់ខ្ញុំឯងគួរតែរុំភួយទៅដេញនៅលើឥដ្ឋនោះទៅកុំអីណាឯងអៀនទៅមែនទេយើងកេងក្រែជាមួយគ្នាតើវាមិនល្អឬការនៅកន្លែងស្នាក់ក៏យើងហេឯងចង់ធ្វើអ្វីក៏បានបើអញ្ចឹងឯងក៏ដេកក្រែរបស់ឯងទៅរបស់ខ្ញុំវិញយើងដេកក្រែធម្មជាតិក៏បានបន្ទុកហ្វីនរបស់តួប្រុសបង100បន្ទុកមុនស្នេហ៍របស់ចៅវាយបាន4000បាតហើយអាមនុស្សឈួតនេះមិនឃើញភាពរបាក់របស់ខ្ញុំឡើយណានៅពេលដែលខ្ញុំរបាក់គេបែរជា happy អញ្ចឹងឬត្រង់នេះមានអាងមួយទឹកទៀតឬអាមនុស្សខុសភេទហ៊ានលោតទៅមួយទឹកនៅអាងហែទឹករបស់យើងផងនេះឯងតាំងចិត្តនឹងធ្វើបាបយើងទៀតហើយតើមែនទេអារម្មណ៍តួប្រុសឡើងដល់កំពូលបន្ទុកមុនស្នេហ៍របស់ចៅវាយបោក5000បន្ទុកបាតបន្ទុកខាងអារម្មណ៍គឺស្អីគេទៅខាងអារម្មណ៍គឺភ្លើងនៃក្តីប្រាថ្នានោះអីណាបាទ
គឺមានអារម្មណ៍ដូចជាចង់ណាទូប្រុសនៅក្មេងនៅឡើយទេប៉ុន្តែមានអារម្មណ៍បែបនេះហើយចុះវាមកតាក់ទងអីជាមួយខ្ញុំទៅជាងលូឯងកំពុងធ្វើអីយើងកំពុងមុជទឹកឯងកុំមកលួចមើលណាអ្នកណាទៅលួចមើលឯងឆាប់ចេញមកភ្លាមណាទៅហើយឆាប់ដេកភ្លាមទៅអេសក់យើងមិនទាន់ស្ងួនឡើយណាជាងលូផ្លូវដែលល្អឯងកុំព្យាយាមមកឲ្យដៃយើងណាហើយយើងមានចេតនាឲ្យដៃឯងនៅពេលណាបន្ទុកអារម្មណ៍របស់ទូប្រុសឡើងខ្ពស់ទៅដែរបន្ទុកមុនស្នេហ៍របស់ចៅវាយបាន10000បន្ទុកបាទចៅវាយកុំសោកសៅអីណាបាទសិវធានបានចូលទៅមើលជំរឿចិត្តរបស់ទូប្រុសហើយភាពចាប់អារម្មណ៍របស់ទូប្រុសទៅលើចៅវាយមានដល់300ដងហើយណោះសិវធានខ្ញុំគិតថាឯងពិតជាត្រួតពិនិត្យផនច្រឡំមិនខានសិវធានគឺជាប្រព័ន្ធអច្ឆរិយៈបានមកហាត់បានមកយ៉ាងល្អចៅវាយមកសង្ស័យនឹងស្នាដៃអាជីពរបស់ខ្ញុំមិនបានឡើយណាបាទលីយ៉ូឆាថ្ងៃនេះគឺជាថ្ងៃទេសកាលនៃក្តីស្រឡាញ់សាលាត្រូវឈប់មួយថ្ងៃដូច្នេះឯងទៅដើរលេងជាមួយខ្ញុំទេពេលនេះដល់កំណត់ត្រូវដោះជើងរបស់ខ្ញុំដូច្នេះឯងជួយខ្ញុំបានទេហើយយើងធ្វើឲ្យតួឯងប្រុសខាងនោះថ្នាក់នេះតទៅមុខទៅនឹងហ៊ានទៅចិត្តគេដល់របៀបណាទៅនេះប៉ិតជាមិនខាត់ឈ្មោះជាទូប្រុសពិតមែនធ្វើឲ្យបេះដូងរបស់ខ្ញុំស្ទើរតែឈប់ដើរហើយណាឈប់សម្លឹងមុខខ្ញុំទៀតទៅនេះលីយ៉ូឆាមាននរណាធ្លាប់ប្រាប់ឯងដែរទេថាមុខមាត់របស់ឯងនេះស្រស់សង្ហាថែមទាំងមានមុនស្នេហ៍ថែមទៀតខ្ញុំស្ទើរតែមិនអាចដកភ្នែកចេញពីឯងបានឡើយណាខ្សែភ្នែករបស់តួឯងប្រុសមើលខ្ញុំអំបញ្ញមិញនេះវាប្លែកដល់ហើយដៃរបស់ខ្ញុំនៅធំជាងជើងរបស់ឯងផងខ្ញុំមិនដែលឃើញមនុស្សប្រុសណាមានជើងតូចបែបនេះឡើយនេះឯងចង់ប្រាប់ថាខ្ញុំមិនសមជាមនុស្សប្រុសអញ្ចឹងឬលេងឥឡូវនេះតាមពិតទៅខ្ញុំសង្ស័យមករហូតថាហេតុអ្វីបានជាទួនលីយូគិតថាអ្នកដែលគេជួបជាមនុស្សស្រីថ្ងៃនោះខ្ញុំបានបកស្រាយច្បាស់ហើយណាតែទួនលីយូឃើញនោះគឺជាចោរដែលលួចបន្តោងរបស់ខ្ញុំនៅក្នុងសាលាគ្មានទេមនុស្សស្រីឯងនិងខ្ញុំដឹងច្បាស់ណាស់សង្កេតតាមរូបរាងនិងចង្កេះនៅពេលនេះខ្ញុំដឹងហើយថាហេតុអ្វីបានជាទួនលីយូគិតថាឃើញមនុស្សស្រីជាងលូបើឯងស្លៀកពាក់ជាមនុស្សស្រីហើយមកឈរនៅពីមុខរបស់ខ្ញុំក៏គិតដែរថាឯងជាមនុស្សស្រីហើយក៏ជាមនុស្សស្រីដែលស្រស់ស្អាតបំផុតដែរភ្នែកឯងមើលមិនល្អនោះអីបើឯងជាមនុស្សស្រីប្រកាសជាល្អលីយ៉ូឆានិយាយបែបនេះមានន័យថាម៉េចទៅបន្ទុកហ្វីនរបស់ទូឯងប្រុសបូក2000បន្ទុកមុនស្នេហ៍របស់ចៅវាយបូក60000បន្ទុកបាទហេតុអ្វីទូប្រុសហ្វីនទៀតហើយណាហើយសង្គ្រាមត្រជាក់របស់ពួកយើងចប់ហើយឬនៅហើយទីបំផុតមានពេលឈប់សម្រាកមកដើរលេងទេសកាលបូមភ្លើងហើយណាមានមនុស្សប្រុសសង្ហាច្រើនដល់ហើយមើលចាស់នោះអ្នកប្រុសជាអ្នកប្រុសដើរលេងម្នាក់ឯងមិនសោកសៅពេកទេអីសាក់ដើរលេងជាមួយខ្ញុំទេល្អបានឯងជាអ្នកណាហេតុអ្វីក៏ចង់ធ្វើបាបយើងហ៎អ្នកប្រុសជាងឯងក៏សាក់ដៅរមើលទៅអាមនុស្សឈួតម្នាក់នេះគិតសម្លាប់គ្នាដល់ជីវិតបាននៅទៀតខ្ញុំប្រកាសជាស្លាប់ពិតមែនហើយណាលោកពូខ្ញុំនៅទីនេះណាបាទរត់ហើយឯងឈប់ភ្លាមណាមានខ្ចប់ជូបបីសាច់ឬគៀហ្វូយៀនជើងលូឯងរត់គេចពីយើងបំផុតឡើយអ្នកប្រុសសុំបើកនាមបានអញ្ជើញផងបាទអ្នកប្រុសក្រុងស៊ូឡានថងលោកប្រុសមកដល់រឿងណាឯងកុំភ្ញាក់ផ្អើលពេកអីយើងគ្រាន់តែមករត់លេងជាមួយកូនទន្សាយតូចប៉ុណ្ណោះមានមនុស្សសុំទោសផងណាសុំទោសផងជើងលូលីយ៉ូឆាឯងមកនៅទីនេះដល់របៀបណាមនុស្សអាក្រក់ឆាប់ចេញទៅណាទូស៊ីវនេះខ្ញុំមកជួបពួកគេកំពុងតែធ្វើរឿងមិនល្អនេះខ្ញុំសុំទោសណាចាំខ្ញុំចាក់ចេញឥឡូវនេះហើយកុំទៅខ្ញុំត្រូវគេដាក់ថ្នាំសូមឯងជួយខ្ញុំផងឯងត្រូវថ្នាំដាក់អារម្មណ៍ឬឲ្យខ្ញុំជួយឲ្យដល់របៀបណាទៅបើខ្ញុំត្រូវគេដាក់សម្លាប់ដែរហ្នឹងមនុស្សប្រុសអាក្រក់ខ្ញុំនឹងសម្លាប់ឯងចេញឲ្យផុតណាបងជីដូនមួយហេតុអ្វីក៏បងធ្វើដាក់ខ្ញុំបែបនេះឆាប់ស្លៀកសម្លៀកបំពាក់ហើយចាក់ចេញទៅបើមិនចឹងទេខ្ញុំនឹងបោះឯងចេញទៅក្រៅខ្លួនឯងតែបើឯងចង់ឃើញខ្ញុំនិងអ្នកប្រុសជាងឡើងឋានសួគ៌ជាមួយគ្នាក៏បានបងជីដូនមួយមិនគួរធ្វើបែបនេះដល់ខ្ញុំទេពាក្យដែលគេនិយាយនេះគឺចង់ឲ្យនាងចាក់ចេញឲ្យលឿនព្រោះគេមិនចង់ធ្វើខុសចំពោះនាងនេះលីយ៉ូឆាឯងឈប់សម្ដែងល្ខោនបានហើយណាឯងឈួតមែនទេមិនមែនថាឯងចង់បើកស៊ីនជាមួយខ្ញុំតែមែនទេហើយនេះក៏ជាឱកាសរបស់ឯងនោះអីឯងមានសតិខ្លះបានទេខ្ញុំគឺជាមនុស្សប្រុសណាចាំខ្ញុំទៅហៅមនុស្សស្រីឲ្យឯងខ្ញុំមិនត្រូវការមនុស្សស្រីខ្ញុំត្រូវការឯងឯងឲ្យមានសតិបន្តិចមើលខ្ញុំដឹងថាឯងជាគេយាយឯងទៅដឹងស្អីហ៎ឯងកុំបារម្ភអីខ្ញុំនឹងធ្វើឲ្យស្រាលដៃបន្តិចណា
អ្នកដែលតាមសម្រាប់ខ្ញុំមកហើយឯងឆាប់ងើបឡើងអ្នកប្រុសជាងពិតជាត្រេកកាមខ្លាំងមែនមានវេលាបន្តិចបន្តួចបើគិតចង់ឡើងឋានសួគ៌អញ្ចឹងឬឆាប់ងើបចេញពីខ្ញុំឲ្យលឿនឡើងហើយយើងមិនមានចិត្តល្អអាចឡើងដល់ឋានសួគ៌ឡើយណាឈប់ណាជាងលោកហើយពីមុនតួប្រុសមិនអាចស៊ូខ្ញុំបានឡើយណាប៉ុន្តែហេតុអ្វីពេលនេះគេខ្លាំងណាស់ម្ល៉េះឯងកុំគិតថានឹងតិចពីខ្ញុំផុតមួយរយៈមកនេះខ្ញុំដឹងពីកលយុទ្ធរបស់ឯងហើយលីយ៉ូឈើឯងចិត្តឲ្យតែជែកបន្តិចមើលកុំគិតរត់ទៀតណាហាបើគេនៅតែដោះទៀតសមត្ថភាពជាមនុស្សស្រីរបស់ខ្ញុំរត់ក៏ជាបែកខាំខានហើយជួយផងគេចាប់បង្ខំខ្ញុំហើយចៅវាយត្រូវរក្សាអត្តចរិតខ្លួនឯងឲ្យបានល្អណាបាទមិនអាចទុនខ្សោយបែបនេះបានឡើយណាបាទនេះលីយ៉ូឈើក្រែងឯងមិនចូលចិត្តភេទដូចគ្នានោះអីឯងឲ្យមានសតិបន្តិចមើលហើយរួចពីស្លាប់ហើយយើងនេះលីយ៉ូឈើឯងមិនអីទេតាមែនទេអត់ធន់បន្តិចទៅណាបន្តិចទៀតថ្នាំនឹងអស់រត់ហើយឯងជាមនុស្សចម្លែកពិតមែនតាមធម្មតាឯងតែងតែមកបេះបួរយើងរហូតតែនៅពេលនេះយើងមករកឯងបែរជាបដិសេធយើងទៅវិញយើងនេះអីដែលប្លែកនោះឯងទេដែលជាអ្នកប្លែកនោះសុកក៏ត្រូវគេដាក់ថ្នាំទៅវិញណាបងស្រីរបស់ខ្ញុំបានដាក់ថ្នាំទៅក្នុងកែវស្រាហើយនាងក៏ចាប់ផ្ដើមដោះខោអាវខ្លួនឯងម្ដងបន្តិចនេះនាងខ្លាចជាមនុស្សស្រីអត់គេខ្មាស់បែបនេះតាំងពីពេលណាមកនេះឯងឲ្យយើងនាំឯងទៅទឹកឈីងទេបើគ្មានមនុស្សស្រីឲ្យឯងប្អូនប្រុសរបស់ឯងនឹងបែកជីមខានទេមិនទៅរីទាំងហើយជាងលូយើងពិតជាមិនយល់ពីឯងពិតមែនស្របពេលដែលឯងមិនព្រមឲ្យយើងនាំឯងទៅឋានសួគ៌ឯងនៅមកកំដរយើងនៅទីនេះធ្វើអីហាវាក៏មិនខុសគ្នាប៉ុន្មានទេខ្ញុំក៏មិនយល់ពីឯងដែរបន្ទុកហ្វីនរបស់តួឯកប្រុសក៏ជារឿងមួយដែលខ្ញុំមិនយល់ខ្ញុំទទួលបានវាដោយមិនដឹងអ្វីឡើយណានេះខ្ញុំទៅសក់អង្គើចំពោះប្អូនចដូនមួយដោយរបៀបណាទៅនេះតើហេតុអ្វីដែលពេលខ្ញុំឃើញជាងលូហើយទាំងអស់ក៏ខ្លាចជាស្រស់បំប្រងអាចមកពីខ្ញុំបិទខាំងខ្លួនឯងខ្លាំងពេកហើយទិញអារម្មណ៍បំភើបរបស់តួឯកប្រុសបានការឡើងខ្ពស់ខ្លាំងណាស់នៅពេលនេះបន្ទុកមុនស្នេហ៍របស់ចៅវាយបាន2លានបន្ទុកបាទបន្ទុកហ្វីនរបស់តួប្រុសបូក 5000 បន្ទុកមុនស្នេហ៍របស់ចៅវាយបូក 2 លាន 5 សែនបន្ទុកបាទសៀវធានឯងឆាប់ឆែកមើលខ្ញុំបន្តិចមើលថាបន្ទុកមុនស្នេហ៍របស់ខ្ញុំបានប៉ុន្មានហើយបន្ទុកមុនស្នេហ៍របស់ចៅវាយនៅបច្ចុប្បន្ននេះគឺមាន11 លាន 4 សែន 5546 បន្ទុកសូមចៅវាយខិតខំធ្វើបន្តណាបាទបាន10លានហើយបើនៅតែខិតខំបន្តទៀតនឹងបាន100លានច្បាស់ណាស់អញជប់រើទៅណាបើមិនចឹងទេខ្ញុំវាយគូតឯងហើយណាហេឯងអាមនុស្សឈួតអាមនុស្សរោគទៀតលីយ៉ូឈើខ្ញុំនឹងសម្លាប់ឯងបើឯងនៅតែលោឡាខ្ញុំនឹងវាយឯងទៀតណាព្រោះថាយ៉ាងណាក៏ឯងនៅតែមិនអាចឈ្នះយើងបានដែរឯងនេះឯងពិតជារោគចិត្តជាងលូតែឯងមិនអាចចេះជេរពាក្យផ្សេងបានទេអីហាតែថាទៅបើធៀបខ្ញុំនឹងមនុស្សរោគចិត្តដូចជាឯងនោះខ្ញុំថាខ្ញុំនៅសុភាពបរោះច្រើនជាងឆ្ងាយណាស់លីយ៉ូឈើយើងនឹងសម្លាប់ឯងចាប់ដាក់យើងចុះភ្លាមទៅណាបានយើងនឹងទម្លាក់ឯងចុះទៅយាយអាតួឯងប្រុសដែលក្របំផុតលើលោកនេះមិនត្រឹមត្រូវទេហេតុអ្វីខ្ញុំត្រូវកិច្ចនោះគួរតែឆ្លៀតឱកាសមើលឲ្យពេញភ្នែកទៅល្អជាងណាតួឯងប្រុសរបស់ខ្ញុំបាត់ទៅណាហើយនេះយាយអាតួឯងប្រុសឈួតខ្ញុំចិត្តដាច់ខ្យល់ហើយណាលីយ៉ូឈើលែងខ្ញុំភ្លាមណាយើងវិតែខ្លាចជាខ្មោចចាំស្ទឹងនេះទៅជាងលូអារម្មណ៍ដែលត្រូវគេលុកលាន់តើវាយ៉ាងម៉េចដែរនេះឯងកំពុងតែសងសឹកយើងចឹងឬឯងហ៊ានដាក់យើងមុនទេណាឈួតពិតមែននៅក្នុងអត្ថបទនិយាយថាតួប្រុសមានវិធីសងសឹកដល់កាច់សាហាវកុំទៅណានេះឯងគិតចង់ធ្វើអ្វីទៀតហាក៏មួយទឹកនោះអីយើងមកដោះសម្លៀកបំពាក់ឲ្យដោះក្អែខ្នងឲ្យស្អាតទៅមិនល្អទេអីហាឯងឆាប់ដោះលែងយើងណាបើមិនចឹងទេយើងនឹងប្រឹងគ្រូសម្រាប់ធ្នាប់ឲ្យមកចាត់ការឯងជាងលូកាលពីមុនខ្ញុំមើលមិនដឹងឡើយថាឯងគួរស្រឡាញ់បែបនេះណាគួរឲ្យស្រឡាញ់គូតឯងស្អីហាអារោគចិត្តអើយហើយចុះបើខ្ញុំប្រាប់លោកគ្រូថាឯងជាមួយទឹកខ្ញុំចូលទៅក្នុងទឹកតើលោកគ្រូនឹងជឿអ្នកណាទៅឯងអាមនុស្សអាក្រក់ជាងលូសម្រាប់ថាឯងដោះសម្លៀកបំពាក់ខ្លួនឯងឬក៏ឲ្យយើងដោះឲ្យឯងហាតើវាយសុំរក្សាចរិតដើមឲ្យបានត្រឹមត្រូវណាបាទហើយយើងយ៉ាប់យើងដល់ថ្នាក់នេះហើយឯងនៅឲ្យយើងរសាយទៀតហាលីយ៉ូឈើនេះឯងលែងខ្លាចយើងលុកលាន់ឯងទៀតហើយឬឆាប់ឡើងមកខ្ញុំកំពុងតែរងចាំឯងណាវាទៅផ្លេចទៅហើយនៅពេលដែលគេត្រូវឆ្នាំសម្ដៅនោះគេវិនឹងចាប់យើង
នៅពេលនោះបើកិច្ចមិនរួចទេប្រកាសជាត្រូវតួប្រុសបើកស៊ីមខាងហេប៉ុន្តែនៅក្នុងអត្ថបទរឿងតួប្រុសគឺជាបុរសសុទ្ធសាធមិននឹងអាចមកចាប់លោបហ្គេដូចជាខ្ញុំបានទៅវាមិនអាចទៅរួចទេលីយោជើឯងលួចស្រឡាញ់យើងតាមមែនទេហាមិននឹងអាចទៅរួចទៅឯងទេតាដែលមកលុកលាន់យើងរហូតណាយើងឃើញថាឯងព្យាយាមខ្លាំងទៅតបស្នងឯងបន្តិចមិនល្អឬយើងមិនបានត្រូវការឯងមកតបស្នងយើងទេណាយើងគ្រាន់តែសន្សំបន្ទុកមុនស្នេហ៍ទេតាអូនេះឯងមិនចង់ដោះខ្លួនឯងមែនទេមកចាំយើងដោះឲ្យឯងណាហាទៅឆ្ងាយក៏គ្រាន់តែមួយតុកប៉ុណ្ណោះមិនបានធ្វើអ្វីឡើយហេតុអីក៏ឯងខ្លាចដូចជាមនុស្សស្រីអញ្ចឹងហាក៏បាទអញ្ចឹងឯងដោះសម្លៀកបំពាក់យើងចេញទៅបើឯងមិនខ្លាចខូចភ្នែករបស់ឯងទេនោះតើឯងមានន័យថាយ៉ាងម៉េចកាលខ្ញុំនៅក្មេងខ្ញុំត្រូវភ្លើងឆេះមួយកំណាត់ខ្លួនដូច្នេះហើយវាមើលសឹងតែមិនកើតយ៉ាងម៉េចឯងចង់មើលដែរទេហាអត់ទេខ្ញុំមិនមានចេតនាធ្វើបែបនោះឡើយជាងលូឲ្យខ្ញុំសុំទោសណាឯងមកសុំទោសយើងធ្វើស្អីបើឯងចង់មើលណាក៏បានយើងនឹងដោះឯងមើលជាងលូឲ្យខ្ញុំសុំទោសណាឯងមិនបាច់ខ្លាចមកធ្វើជាសុំទោសយើងឡើយលីហើយទោះបីគេចូលចិត្តមកលុកឡើងខ្ញុំតែថាទៅមិនដែលធ្វើអ្វីសំបីតែម្ដងតាមពិតទៅគេខ្លាចខ្ញុំឃើញខ្នងរបស់គេអារម្មណ៍នឹងខុសរបស់តួឯងប្រឡើងខ្ពស់ត្រដែតបន្ទុកមុនស្នេហ៍របស់ចៅវាយប៉ាំង2សែនបន្ទុកហ្វេនរបស់តួឯងប្រឡើង20លានបន្ទុករៀបរាប់1000ការយកចិត្តបាន K 1000បន្ទុកអបអរចៅវាយដែលបានទទួលមុនស្នេហ៍និងភាពស្រឡាញ់របស់តួឯងប្រទទួលបាន10លានបន្ទុកចៅវាយបានបំបែកសតិតិ2ជាប់គ្នាឈានទៅដល់ double ប្រហាទទួលបាន50លានបន្ទុកសរុបទាំងអស់បាន91លាន655,460បន្ទុកបាទខ្វះតែបន្តិចទៀតនឹងបាន100លានហើយខំធ្វើយ៉ាងនេះបន្តទៀតនៅមិនយូរទេនឹងបាន100,000លានបន្ទុកមិនខានទេអស់ចាពេកហើយទៅញ៉ាំអាហារមកពេលយប់វិញហើយចៅវាយចែកឲ្យខ្ញុំញ៉ាំផងបានទេឯងជាប្រពន្ធណាទៅញ៉ាំអាហារនោះរបស់ឯងទៅឌីយោឈើហេតុអ្វីក៏ខ្ញុំចូលចិត្តឯងបែបនេះណាក្រោយពីព្រឹកនិយាយពាក្យផ្អែមមួយពាក្យសម្រាប់ក្រយុទ្ធហើយហាគុណនិយាយរឿងអត់ប្រយោជន៍ទាំងព្រឹកអ្នកដែលតាមសម្រាប់ឯងពីយប់មិញតើជាអ្នកណាខ្ញុំមិនដឹងទេតែខ្ញុំបានផ្ញើសម្បត្តិជូនបងប្រុសទី4ហើយគាត់នឹងតាមរកឋានជាអ្នកណាឯងបាត់ខ្លាចទេខ្ញុំនឹងការពីឯងដោយផ្ទាល់បើឯងញ៉ាំនំប៉ាវច្រើនបែបនេះរហូតដល់ធាត់ខ្លាំងតើយើងអាចការពីឯងដោយរបៀបណាហ៎ហេតុអ្វីក៏ទួននឹងយូរខ្លាចជាសភាពបែបនេះចឹងឮគេនិយាយថាគេមានជំងឺស្នេហាធ្ងន់ធ្ងរគេមិនអាចបំភ្លេចមនុស្សស្រីដែលលួចបន្តោងនោះបានយ៉ាងម៉េចឬឯងបារម្ភពីគេអីឯងកុំមកចោទប្រកាន់យើងណាយើងសង្ឃឹមឲ្យតែគេបំភ្លេចអារឿងបន្តោងនោះតែប៉ុណ្ណោះបើអញ្ចឹងឯងក៏មិនបាច់ទៅរវីរវល់នឹងរឿងរបស់គេខ្លាំងពេកអីបំភ្លេចចោលអស់អ្នកប្រុសជាងខ្ញុំបានលើកមកថាបងប្រុសរបស់អ្នកប្រុសគឺជាពេទ្យអច្ឆរិយៈតើអាចសុំឲ្យគាត់មកជួយមើលជំងឺរបស់បងធំរបស់ខ្ញុំបានទេបាទក៏បានបើឯងលុតជង្គង់គោរពខ្ញុំ3ដងខ្ញុំនឹងឲ្យបងប្រុសទី3របស់ខ្ញុំមកមើលជំងឺឲ្យនេះឯងល្អបើខ្ញុំលុតជង្គង់ហើយអ្នកប្រុសជាងនឹងឲ្យបងប្រុសរបស់អ្នកប្រុសមកមើលជំងឺបងធំខ្ញុំណាវាក៏ប្រកាសហើយបានខ្ញុំព្រមបានហើយខ្ញុំឃើញការតាំងចិត្តរបស់ឯងហើយខ្ញុំនឹងសរសេរសម្បត្តិផ្ញើទៅឲ្យបងប្រុសទី3ខ្ញុំឥឡូវនេះហើយអរគុណខ្លាំងណាស់អ្នកប្រុសជាងដែលមានមេត្តាឯងបាច់អរគុណខ្ញុំច្រើនពេកទេគ្រាន់តែតទៅមុខទៅឯងរៀបរៀងកុំឲ្យទល់នឹងយូរមករករឿងខ្ញុំទៅបានហើយអ្នកប្រុសលីលោកម្ចាស់ឲ្យហៅអ្នកប្រុសទៅផ្ទះឲ្យលឿនណាបាទបងទី3អីយ៉ាសម្រាប់របស់បងទី3ស្អាតដល់ហើយតើបងមានរូបមន្តគ្រីមចេញថ្មីតើមែនទេបងទី3របស់ឯងស្បែកទន់រលោងតាំងពីក្មេងម្លេះណានៅត្រូវថែទាំអ្វីទៀតឬនិយាយតែឯងទៅថ្នាំតែបងឲ្យទៅឯងបានប្រើហើយឬនៅហ៎នៅមិនទាន់បានប្រើនៅឡើយទេណាបងទី3ខ្ញុំគិតថាបងទៅជួយទល់នាយូរលឿនទៅណាបាទអូបងទី5របស់បងឯងចាប់អារម្មណ៍បរោះថ្មីទៀតហើយឬហីមែនទេអ្នកប្រុសទួនត្រូវមុនស្នេហ៍រហូតដល់ឈឺខ្លាំងលុកលាន់រហូតទៅដល់អវយវៈនៅខាងក្នុងបើមិនអាចព្យាបាលចិត្តឲ្យបានលឿននោះទេខ្ញុំទាយថាមិនដល់3ខែនោះទេគេនឹងស្លាប់ហីបងទី3មិនមានវិធីផ្សេងទេអីជំងឺរបស់អ្នកប្រុសទួនមកពីអារម្មណ៍នៅក្នុងផ្លូវចិត្តក៏មានតែថ្នាំចិត្តប៉ុណ្ណោះដែលអាចរក្សាបានបងធំរបស់ខ្ញុំតើបងធំរបស់ខ្ញុំចង់ជួបនឹងមនុស្សស្រីដែលយកបន្តោងមួយនោះតើឲ្យខ្ញុំទៅរកណាខ្លះបងទី5មើលតែឯងដូចជាបារម្ភពីគេដល់ហើយណាមិនឲ្យខ្ញុំខ្វល់យ៉ាងម៉េចបើអ្នកដែលគេតាមរកនោះគឺជាខ្ញុំណាតែខ្ញុំមិនអាចឲ្យគេឃើញខ្ញុំបានឡើយណាបងទី4បានទៅស៊ើបអ្នកដែលធ្វើបាបឯងហើយដូច្នេះមិនបាច់ខុសខ្វាយទេខ្ញុំនេះធ្វើឲ្យពួកបងពិបាកហើយជាបងប្អូនគ្នាទៅក្រែងចិត្តធ្វើស្អីហ៎នៅមានទៀតលោកពុកបានឲ្យអង្គរៈមកតាមការពីឯងហើយ
អរគុណបងប្រុសជួបគ្នាពេលក្រោយសល់តែ3ម៉ោងទៀតនឹងដំណើរគ្រាហើយបាទប្រញាប់ឡើងធ្វើបន្ទុកមិនស្នាឆាប់រួចណាបាទឈួតហើយនេះលីឈើនៅក្នុងសំណាក់លីឲ្យយើងទៅរកគេតាយកអាកដាត្រៀតចឹងណាចូលវាយទៅគិតច្រើនធ្វើអីមិនមែនថាមិនដែលធ្លាប់ធ្វើឯណាបិទមាត់ឯងភ្លាមណាអាប្រព័ន្ធឯងសើចជាងលូគឺជាឯងតើមែនទេហើយឯងដឹងដល់របៀបណាថាជាយើងសម្រាប់ជើងស្រាលបែបនេះច្បាស់ណាស់គឺជាឯងឪពុកឯងវាយឯងឬអ៊ំប្រុសអ៊ំស្រីបានទៅប្តឹងឪពុករបស់ខ្ញុំដល់រឿងអាស្រូវខ្លាំងពេកទៅឪពុកខ្ញុំវាយខ្ញុំស្ដីឲ្យខ្ញុំថាហ៊ានធ្វើតែមិនហ៊ានទទួលស្ដីឲ្យខ្ញុំប្រៀបដូចជាជាងលូឯងជឿខ្ញុំដែរឬអត់ក៏ត្រូវតែជឿហើយមនុស្សដូចជាឯងគ្មានថ្ងៃធ្វើរឿងអាស្រូវបែបនេះឡើយម្យ៉ាងទៀតមនុស្សប្រុសដែលសង្ហាដូចជាឯងបើត្រូវការមនុស្សស្រីហើយនោះមានឬថាពួកនាងនឹងបដិសេធនោះសូម្បីតែគេដែលទៅតែជួបគ្នាគេនៅជឿខ្ញុំតែហេតុអ្វីក៏លោកពុកបែរជាមិនជឿខ្ញុំណែឈប់ពិបាកចិត្តទៅខ្ញុំប្រាប់ឯងទៅចុះខ្ញុំមកទីនេះគឺដើម្បីតែមកលុកលាន់ឯងសង្ហាដល់ថ្នាក់នេះខ្ញុំស្ទើរតែទ្រាំលែងបានហើយណាឯងតាំងចិត្តនឹងមកថើបយើងឬឯងក៏ព្រមឲ្យយើងថើបស្រួលទៅវាគ្មានអ្វីបងខាតឡើយជាងលោកនៅទីនេះគឺជាកន្លែងដាក់ផ្លាកព្រលឹងរបស់តកូលីណាយើងក៏គិតដូចគ្នាថាថើបនៅទីនេះវាមិនសូវស័ក្តិសមឡើយបើអញ្ចឹងពួកយើងទៅថើបគ្នានៅខាងក្រៅទេល្អទេឯងចូលមកដល់រឿងបែបនេះនៅខ្មាស់អៀនអីហ៎គ្រាន់តែថើបបន្តិចបន្តួចហ្នឹងលីយោឈើនេះឯងកំពុងតែបើកផ្លូវឲ្យខ្ញុំលុកឡើងឯងតែមែនទេអូឯងគិតថាយើងមិនហ៊ានតែមែនទេហ៎បន្ទប់ស្លាប់ឡើងអីខ្ញុំមិនអាចខ្វល់ស្លាប់ទៅហើយហេខ្ញុំមានអារម្មណ៍ថាដូចខ្ញុំកំពុងតែត្រូវឯងថាទួយណាដេកវិញល្អជាងហេឯងដេកលក់ដល់របៀបណានេះមិននឹកស្មានឡើយថាគេមករកខ្ញុំដល់ទីនេះថែមទាំងនៅកំដរខ្ញុំថែមទៀតបើសិនគេនៅជាមួយខ្ញុំបែបនេះអស់មួយជីវិតនោះប្រកាសជាល្អអ្នកណាគេនេះមិនក៏មកដេកជាមួយនឹងអ្នកប្រុសទី2អញ្ចឹងហ៎ហេរញ៉េរញ៉ៃស្អីហ្នឹងបិទមាត់ពួកឯងទៅអ្នកប្រុសរបស់ពួកឯងចង់ដេកជាមួយអ្នកណាពួកឯងនៅមានសិទ្ធិសង្ស័យដែរឬឯងភ្ញាក់ហើយឬនេះសំណាក់លីគឺជាសំណាក់ដ៏ខ្ពង់ខ្ពស់មនុស្សគ្មានទីលំនៅដូចជាឯងមិនគួរមកនៅទីនេះឡើយណាឆាប់ចាក់ចេញទៅភ្លាមប្រហើននៅក្នុងសៀវភៅបាននិយាយថាតួឯងប្រុសត្រូវគេមើលងាយនៅក្នុងសំណាក់ពេលបានឃើញដល់ផ្ទាល់ភ្នែកបែបនេះហើយពិតជាឈឺចាប់ចំនួនពិតមែនយើងក៏ជាអ្នកប្រុសនៅក្នុងតកូលខ្ពង់ខ្ពស់ម្នាក់ដែរប៉ុន្តែយើងមិនដែលឃើញថាមានបាវឯណាមកគំរាមម្ចាស់នោះឡើយអ្នកប្រុសតើអ្នកប្រុសតកូលណាទៅអ្នកប្រុសខ្ញុំបានទទួលបញ្ជាពីលោកម្ចាស់ឲ្យហៅអ្នកប្រុសលីយ៉ូឈើទៅបន្ទប់ទទួលភ្ញៀវបាទកូនអាក្រក់នៅមិនលុតជង្គង់ចុះទៀតលោកអ៊ំលីនៅពេលនេះលីយ៉ូឈើកំពុងតែត្រូវរបួសបើឲ្យលុតជង្គង់ចុះក្រែងថាមិនសូវស្រួលប្រហែលទេអ្នកប្រុសជាងអ្នកប្រុសគឺជាអ្នកដតីមកលុករន់រឿងគ្រួសារគេមិនស័ក្តិសមឡើយណាអ្នកបម្រើគ្រួសាររបស់លោកបានប៉ះពាល់មកលើខ្ញុំប្រហែលជាឲ្យដៃរហូតដល់ទម្លាប់ឬមួយថាមានគេញុះញង់ពីក្រោយខ្នងអ្នកប្រុសជាងនិយាយជ្រុលពេកហើយទៀតដឹងអ្នកប្រុសមកដល់សំណាក់របស់ពួកខ្ញុំមានអារម្មណ៍ថាមានកិត្តិយសខ្លាំងណាស់ហើយអ្នកបម្រើដែលមិនស្គាល់កលៈទេសៈកុំយកទោសពួកគេអីអ្នកប្រុសជាងម្នាក់នេះគ្រាន់តែជាអ្នកប្រុសអាប់យុសម្នាក់ប៉ុណ្ណោះតើលោកទៅធ្វើល្អជាមួយគេធ្វើស្អីដែលយើងមកក្នុងថ្ងៃនេះគឺដើម្បីសួរលីយ៉ូឈើថានឹងទទួលខុសត្រូវកូនស្រីរបស់យើងដោយរបៀបណាខ្ញុំមិនបានប៉ះពាល់ប្អូនសូម្បីតែបន្តិចតែឲ្យខ្ញុំទទួលខុសត្រូវដោយរបៀបណាជន់ឆ្លីមនុស្សស្រីធ្វើបាបភាពបរិសុទ្ធរបស់នាងតើឯងមិនខុសទេឬវាឲ្យបែកឈាមប៉ុណ្ណាក៏ឯងមិនព្រមទទួលគ្រួសារលីរបស់យើងមានកូនដូចជាឯងដោយរបៀបណាបងទី2ខ្ញុំមិនដឹងឡើយណាថាបងចូលចិត្តទួនសៀវបងធ្វើបាបភាពបរិសុទ្ធរបស់នាងទៅហើយដូច្នេះក៏ព្រមទទួលដោយស្រួលទៅបងទី5ឯងឈប់ផ្ដល់ភាពអាប់យួរឲ្យអ្នកដតីទៀតទៅខ្ញុំនឹងទួនសៀវតាក់ទងគ្នាដោយបើកចំហខ្ញុំគិតចំពោះនាងត្រឹមជាបងប្អូនប៉ុណ្ណោះលីយ៉ូឈើឯងធ្វើបាបសៀវហើយឯងមកប្រាប់ថាគិតត្រឹមជាប្អូនស្រីអញ្ចឹងឬហ៎ឯងខ្វះភាពទទួលខុសត្រូវបែបនេះឯងមិនស័ក្តិសមជាកូនប្រុសឡើយអ្នកប្រុសទី2កំពុងតែរុញច្រានកំហុសឲ្យមនុស្សស្រីហើយខ្លួនឯងជាអ្នកបរិសុទ្ធអញ្ចឹងឬមិននឹកស្មានសោះឡើយណាថាជីវិតរបស់លីយ៉ូឈើនៅក្នុងផ្ទះពិតជាគួរឲ្យរន្ធត់បែបនេះលោកម្ចាស់ទុំលោកម្ចាស់និយាយហើយនិយាយទៀតថាលីយ៉ូឈើធ្វើបាបកូនស្រីរបស់លោកម្ចាស់តើលោកម្ចាស់មានផុសតាំងដែរទេភាពបរិសុទ្ធរបស់កូនស្រីរបស់យើងមិននៅសល់អ្វីឡើយនៅមកត្រូវការផុសតាំងអ្វីទៀតឬមួយថាតកូលរបស់លោកម្ចាស់ឃើញទ្រព្យសម្បត្តិរបស់តកូលលីទៅរុញច្រានឲ្យកូនស្រីមកតាក់ទាញលីយ៉ូឈើតែមែនទេនិយាយផ្ដេសផ្ដាស់គ្រួសារតុងរបស់យើងធ្វើរឿងអត់គេខ្មាស់បែបនេះដោយរបៀបណាបាទអញ្ចឹងលោកម្ចាស់ក៏ហៅកូនស្រីរបស់លោកម្ចាស់ឲ្យមកអះអាងនៅចំពោះមុខអ្នកដទៃទៅហេឯងយ៉ាងម៉េចហើយលោកមានអារម្មណ៍ថាខុសឬលោកមិនហ៊ានហៅកូនស្រីជាទីស្រឡាញ់របស់លោកមកអះអាងទេអីយើងនឹងទៅតាមកូនស្រីរបស់យើងមកទីនេះឯងជន់ឈ្លីកិត្តិយសរបស់កូនស្រីរបស់យើងឯងត្រូវតែសុំទោសកូនស្រីយើង
បើលីយ៉ូឈើត្រូវគេចាប់ប្រកាន់ដូច្នេះពួកលោកក៏ត្រូវអោនក្បាលសុំទោសគេដែរក្រៅពីអ្នកម៉ែដែលលាចាក់លោកនេះហើយគឺគ្មាននរណាគេការពារខ្ញុំបែបនេះឡើយលោកពុកលោកម្ចាស់អ្នកនាងទូអ្នកនាងនិយាយថាលីយ៉ូឈើធ្វើរឿងមិនល្អទៅលើនាងតែមែនទេហេអ្នកប្រុសជាងប្រយ័ត្នពាក្យសម្ដីផងអញ្ចឹងខ្ញុំសុំសួរជាថ្មីម្ដងទៀតណាអ្នកនាងតុងអ្នកនាងនិយាយលម្អិតបន្តិចថានាងនឹងលីយ៉ូឈើឡើងឋានសួគ៌ដោយរបៀបណាហេជាងលោកម្ចាស់តុងលោកមានចេតនាធ្វើបាបខ្ញុំដំបូងខ្ញុំគិតថាទុកមុខឲ្យលោកបន្តិចតែនៅពេលនេះប៉ះគ្នាត្រង់វិញវាល្អជាងណាអ្នកប្រុសជាងកុំខឹងអីបើប៉ះទុកកិច្ចគ្នាខ្លាំងពេកនឹងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់លីយ៉ូឈើខ្លាំងមិនខានយល់ដល់លីយ៉ូឈើខ្ញុំមិនយកទោសទៅលោកឡើយអ្នកនាងតុងអ្នកនាងឆាប់និយាយចេញមកនៅយប់ស្នេហាមួយនោះបងចដូនមួយបានណាត់ខ្ញុំទៅជួបនៅទឹកឈិញយានតែថានរណាទៅដឹងទៅថាគាត់ចាប់បង្ខំខ្ញុំហើយខ្ញុំក៏មិនអាចធ្វើអ្វីបានឡើយនាងនិយាយកុហកអ្នកនាងតុងការចងចាំរបស់នាងប្រហែលជាមានបញ្ហានៅថ្ងៃនោះនាងបានដាក់ថ្នាំសម្ដៅទៅក្នុងកែវស្រារបស់ខ្ញុំហើយចាប់ផ្ដើមដោះសម្លៀកបំពាក់ខ្លួនឯងនិយាយកុហកខ្ញុំបានដាក់ថ្នាំសម្ដៅទៅក្នុងកែវស្រាបងចដូនមួយតាខ្ញុំអត់ទេអ្នកប្រុសជាងមានចេតនានិយាយឲ្យខ្ញុំវឹកវរខ្ញុំមិនបានដាក់ថ្នាំឲ្យបងចដូនមួយឡើយហេចំណុចបរិសុទ្ធរបស់នាងនៅជាប់នៅឡើយទេហើយដើម្បីក៏ហ៊ាននិយាយថាបាត់បង់ភាពបរិសុទ្ធនោះឯងនិយាយប្រេះផ្ដាស់ស្អីចំណុចបរិសុទ្ធរបស់ខ្ញុំមិនមានឡើយណាបិទមាត់អត់គេខ្មាស់របស់ឯងទៅលោកម្ចាស់តុងអ្នកនាងតុងនៅពេលនេះការពិតបានបើកបង្ហាញហើយតើអ្នកទាំងពីរគួរសុំទោសលីយ៉ូឈើទេខ្ញុំមិនបានខុសហេតុអ្វីខ្ញុំត្រូវសុំទោសដែរនោះតាមទៅវាទៅចុះជាងលួងតោះយើងចាក់ចេញទៅបានអាកូនចំសៀតបើឯងហ៊ានទៅចាក់ចេញពីទ្វារសំបីតែមួយចំហៀនយើងនឹងមិនរាប់ឯងធ្វើជាកូនទៀតឡើយណាយល់ចាឯងពិតជាមិនត្រឡប់ទៅសំណាក់លីពិតមែនឬលីជីងឪពុករបស់ខ្ញុំគាត់មើងងាយខ្ញុំពេកហើយគាត់និយាយពាក្យនោះចេញមកហើយគង់មិនអោយខ្ញុំត្រឡប់ទៅសំណាក់ងាយឡើយចុះឯងបានគិតហើយឬនៅថានឹងធ្វើអ្វីបន្តហើយមានលុយឯណាមកចាយវាទៅបើអញ្ចឹងឯងមកបង្រៀនពិសេសខ្ញុំមកខ្ញុំនឹងឲ្យឯង1 ម៉ោង 1 ដំណឹងយ៉ាងម៉េចដែរអីធ្វើអញ្ចឹងបានដល់របៀបណាវាតិចខ្លាំងពេកតើមែនទេមិនមែនទេអញ្ចឹងសម្រាប់អញ្ចឹងចុះណាឯងកុំគិតថាខ្ញុំចិត្តល្អណាតទៅមុខទៅបើឯងមានបានហើយឯងក៏ត្រូវសងប្រាក់យើង10 ដងឯណោះជាងលូឯងនេះពិតជាអាក្រក់ពិតមែនឯងទៅតែដឹងឯងថាខ្ញុំអាក្រក់ប៉ាមីអារ៉ាន់ឌីរបស់តួឯងប្រុសបានឡើងខ្ពស់ត្រដែរបន្ទុកមុនស្នេហ៍របស់ចៅវាយបូក50លានបន្ទុកបានមើលទៅធ្វើល្អចំពោះតួឯងប្រុសច្រើននឹងបានបន្ទុកមុនស្នេហ៍កាន់តែច្រើនហើយនេះគេបិទបកាអ្វីហ្នឹងហើយមើលស្រីណានេះហេតុអ្វីក៏សំណាងដល់ថ្នាក់នេះធ្វើមិនតោជ្រូកបាត់នៅបានទ្រព្យសម្បត្តិពីត្រកូលទាន់ទៀតបានឮមកថាអ្នកប្រុសទាន់មានជំងឺស្នេហាធ្ងន់ធ្ងរគឺមានតែមនុស្សស្រីម្នាក់នោះគត់ដែលអាចជួយជីវិតគេបានត្រកូលទាន់ប្រកាសរកមនុស្សស្រីបន្តោងយុទ្ធមួយនោះបង្ហាញឲ្យឃើញថាជំងឺរបស់ទាន់លីយូប្រខែជាធ្ងន់ធ្ងរខ្លាំងពិតមែនហើយឯងកំពុងតែមោទនភាពឬឯងចូលទៀតខ្លាំងណាស់ឬយើងថាឯងគួរតែភ្ញាក់ផ្អើលខ្លាំងជាងទាន់លីយូត្រូវឈឺធ្ងន់ព្រោះឯងនៅភ្ញាក់ផ្អើលដែរឬទេជប់និយាយរឿងនេះទៅមកខ្ញុំមិនទាន់បានរក្សារបួសរបស់ឯងផងតោះពួកយើងប្រញាប់ទៅកន្លែងស្នាក់ទៅណាអាមនុស្សផុសភេទម្នាក់នេះនិយាយបង្រៀនដើមច្បាស់ណាស់ឯងបារម្ភពីទាន់លីយូឬជាងលូខ្ញុំចង់ឃើញឯងពាក់ឈុតមនុស្សស្រីហើយយើងជាមនុស្សប្រុសណាទៅពាក់ឈុតមនុស្សស្រីដល់របៀបណានៅថ្ងៃនោះឯងសឹកឈុតមនុស្សស្រីដើម្បីឲ្យដៃទាន់លីយូមិនអញ្ចឹងឬខ្ញុំកាលថ្ងៃនោះខ្ញុំឈឺក្បាលពេកទៅធ្វើចេញទៅដោយមិនបានគិតយើងចង់ឃើញឯងធ្វើរឿងដែលមិនបានគិតហ្នឹងអូខេរុកលាន់យើងរស់ថ្ងៃត្រឹមតែឲ្យស្លៀកពាក់មនុស្សស្រីបន្តិចក៏មិនបានមូម៉ៅអើយបន្ទូរោគចិត្តរបស់តួឯងប្រុសកើនឡើងយ៉ាងខ្លាំងក្លាទុកមុនស្នេហ៍បូក8សែនបន្ទុកបាត់ប្រកាសអាការរោគចិត្តរបស់តួឯងប្រុសឡើងខ្ពស់ខ្លាំងពេកទៅវាយត្រូវការពីខ្លួនផងណាបាទយល់អសុំយកវាយទៅលួមលងគេលឿនទៅណាបាទហើយស្អីគេនេះរោគចិត្តឈួតស្លាប់ស្អីនេះហាខ្ញុំព្រមពាក់ក៏បានប៉ុន្តែថាខ្ញុំគ្មានជំនឿស្រីឡើយត្រូវទៅទិញសិនរងចាំឲ្យរបួសរបស់ខ្ញុំសះស្បើយសិនខ្ញុំនឹងទៅទិញជាមួយឯងមនុស្សប្រុសសុទ្ធសាធដូចជាតួឯងប្រុសបែរជាទៅទិញឈុតមនុស្សស្រីជាមួយគេហើយនេះវាមានរឿងអ្វីកើតឡើងជាមួយតួឯងប្រុសទៅហេឆាប់ដោះខោចេញទៅខ្ញុំនឹងលាបថ្នាំឲ្យជាងលូហាមព្រោះអាកលមកលើរបួសខ្ញុំណាត្រូវសម្រាប់មេរោគមិនព្រោះមិនបានឡើយណាលើកនេះខ្ញុំនឹងធ្វើឲ្យឆាប់ហើយធានាថាឯងនឹងមិនឈឺឡើយហើយយើងមិនត្រូវការទេ
បន្តិចទៀតនឹងលែងឈឺហើយអត់ធន់បន្តិចទៅណា ធ្វើ តួឯងប្រុសនៅក្នុងសៀវភៅនិស័យរឹងមាំខ្លាំងណាស់ប៉ុន្តែហេតុអ្វីនៅពេលនេះបែរជាទន់ខ្សោយបែបនេះណាជាងលូនៅក្នុងនេះគឺជាថ្នាំអ្វីទៅ មាន វាក៏ជាថ្នាំរក្សារបួសទូទៅនោះអីឆាប់យកទុកវិញឯងក៏ហក់របស់បែបនេះមិនអាចឲ្យដាក់នៅចិត្តខ្លួនឯងបានឡើយហើយឲ្យយើងវិញឥឡូវនេះណាឯងយករបស់គេផ្ដេសផ្ដាំបានឡើយណាបើអញ្ចឹងឯងក៏ប្រាប់ខ្ញុំសិនមកថាវាគឺជាថ្នាំអ្វីទៅតាមពិតវាគឺថ្នាំមុនស្នេហ៍អញ្ចឹងដបមួយនេះក៏ដូចគ្នាឬត្រូវហើយថ្នាំទាំងនេះបើនៅជាមួយឯងប្រកាសជាគ្រោះថ្នាក់អ្នកក្នុងសាលាមិនខានចាំខ្ញុំជាអ្នកទុកឲ្យឯងទៅចុះណាបានអញ្ចឹងឯងក៏ទុកឲ្យស្រួលបួនណាអេនោះគឺជាប្រអប់ឈើគ្រាន់តែមើលក៏ដឹងថាមិនធម្មតាទៅហើយខាងក្នុងគឺជាអ្វីទៅវាគឺជារបស់បងទី2ឲ្យខ្ញុំមុនពេលចូលសាលារៀនរបស់នេះគេយកមកធ្វើអីទៅជាងលូកុំប្រាប់ណាថាឯងមិនស្គាល់វាមិនស្គាល់ទេជាងលូនៅពេលដែលឯងនឹងវ៉ាងយឿនចុចនឹងគ្នាឯងមិនបានប្រើវាឬហើយឯងឈួតទេអីយើងទៅមានអ្វីជាមួយវ៉ាងយឿនដល់របៀបណាហ៎ឯងនឹងវ៉ាងយឿនមិនមានអ្វីនឹងគ្នាឬក៏គ្មាននោះអីនៅក្នុងខួរក្បាលរបស់តួឯងប្រុសគឺមានតែរឿងបែបនេះឬជាងលូបើអញ្ចឹងឯងមានធ្លាប់មានអ្វីជាមួយប្រុសផ្សេងនៅទេអើយគ្មានទៅអើយល្អខ្លាំងណាស់តាល្អអីគេទៅជាងលូឯងរក្សាភាពបរិសុទ្ធរបស់ខ្លួនឯងបានខ្ញុំពិតជាសប្បាយចិត្តនឹងឯងខ្លាំងណាស់បន្ទុកហ្វីនរបស់តួឯងប្រុសបូក 10000 បន្ទុកមុនស្នេហ៍របស់ចៅវាយបូក10លានបន្ទុកបាទវ៉ាល្អដល់មកឡើងផងទៅ10លានបន្ទុកផងឬរបស់នៅក្នុងប្រអប់នេះខ្ញុំនឹងទុកឲ្យឯងដល់ខ្លួនឯងទុកក្នុងប្រអប់នេះក៏វាល្អស្រាប់ទៅហើយតាតែឯងដឹងដែរទេថារបស់មួយនេះយកមកធ្វើអ្វីហើយឯងចេះប្រើវាដែរទេក៏មកពីបែបនេះនោះអីរបស់បែបនេះទុកនៅនឹងខ្ញុំបើដល់វេលាខ្ញុំនឹងបង្រៀនឯងប្រើសៀវធានឯងឆែកមើលទៅមើលថារបស់មួយនោះគឺជាអ្វីទៅខ្ញុំបានឆែកមើលហើយណាបាទវាគឺជារបស់ដែលប្រើនៅក្នុងពេលដែលប្រុសធ្វើអីគ្នានោះអីបាទអូព្រះជាម្ចាស់តួឯងប្រុសប្រាប់ថានឹងបង្រៀនខ្ញុំប្រើតួឯងប្រុសនេះពិតជារោគចិត្តពិតមែនខ្ញុំកាន់តែខ្លាចគេហើយណាព្រះអើយជួយខ្ញុំផងលូតោះយើងចូលទៅក្នុងសិនទៅនេះមិនមែនជាហាងសម្លៀកបំពាក់ដែលថ្លៃបំផុតនៅក្រុងឆាងអាំងនេះទេអីយើងមិនមែននិយាយគ្នាហើយទេអីថាយើងនឹងនាំឯងមកទិញសម្លៀកបំពាក់មនុស្សស្រីថាកែយកសម្លៀកបំពាក់ដែលល្អបំផុតក្នុងហាងរបស់លោកមកឲ្យមិត្តរបស់ខ្ញុំបន្តិចមកបាទសូមអញ្ជើញអ្នកទាំងពីរទៅតាមខ្ញុំឥឡូវនេះមកដល់ទៅជាកូនប្រុសមហាសេដ្ឋីប៉ុន្តែបែរជាមកស្លៀកពាក់មនុស្សស្រីអើយលោកនេះពិតជាយ៉ាប់រស់នៅពិតមែនណាលីយ៉ូឆាឯងមើលបន្តិចមើលខ្ញុំស្លៀកពាក់បែបនេះតែយ៉ាងម៉េចដែរស្អាតណាស់ពិតជាស្អាតពិតមែនវ៉ាវអ្នកប្រុសពិតជាស្រស់ស្អាតពិតមែនអញ្ចឹងខ្ញុំយកឈុតនេះខ្ចប់ឲ្យខ្ញុំមកមិនបាច់វាខ្ចប់ទេឯងស្លៀកឈុតនេះតែម្ដងទៅណាឯងត្រូវស្លៀកឈុតនេះពេញមួយថ្ងៃឲ្យខ្ញុំមើលណាក៏បានខ្ញុំថាអ្នកប្រុសគួរតែធ្វើសក់ផងទៅណាបាទនៅក្នុងហាងរបស់ខ្ញុំមានជាងជំនាញដែលធ្វើបានស្អាតខ្លាំងណាស់ណាបាទមុខមាត់ស្រស់ស្អាតកាយវិការក៏ទន់ភ្លន់ពិតជាស្រស់ស្អាតពិតមែនជាងលូត្រង់នេះឯងទន់ដល់ហើយសយអើយចង់ស្លៀកពាក់ឲ្យស្រស់ស្អាតប៉ុន្តែភ្លេចបិទបាំងដើមទ្រូងបែកការអស់ហើយយើងអ្នកប្រុសមិនបាច់ភ្ញាក់ផ្អើលពេកទេណាបាទវាគឺជាថង់ទឹកដើម្បីកដើមទ្រូងឲ្យវាស្រស់ស្អាតពេលណាប៉ះទៅវាទន់បែបនេះហើយវាជារឿងធម្មតាទេណាបាទថង់ទឹកយ៉ាងនឹងឬព្រះអើយជួយផងតែខ្ញុំគួរធ្វើយ៉ាងណាបន្តអូឈុតមួយនេះពិតជាស្រស់ស្អាតពិតមែនហើយនេះគឺជាព្រះនាងឆាងមីងអូ my god នេះគឺជាស្នំម្នាក់របស់តួឯងប្រុសក្នុងសិភៅបាននិយាយថាឆាងមីងជួបគ្នាជាមួយតួឯងប្រុសគឺប្រទេសរបស់នាងបានបាក់បែកទៅហើយដោយចរិតខ្ពង់ខ្ពស់និងសម្រស់ស្រស់ស្អាតរបស់នាងធ្វើឲ្យតួឯងប្រុសបាក់ចិត្តស្រឡាញ់តាំងពីជួបដំបូងក៏ខ្សែភ្នែករបស់តួឯងប្រុសនិងនោះណានេះអាចជាគេលងស្នេហ៍នាងបាត់ទៅហើយព្រះនាងម្នាក់នេះមានចរិតក្អេងក្អាងនាងពិតជាគួរឲ្យរំខានពិតមែនអ្នកទាំងពីរឃើញព្រះនាងដូចជាខ្ញុំហើយនៅមិនគោរពទៀតឬថ្វាយបង្គំព្រះនាងឆាងមីងឯងជាមនុស្សប្រុសឬហើយឈួតមែនមនុស្សស្រីដ៏ស្រស់ស្អាតដូចខ្ញុំបែរជាធៀបមិនដល់មនុស្សប្រុសមុខស្រស់ម្នាក់នេះហេមនុស្សប្រុសអីស្លៀកពាក់ឈុតមនុស្សស្រីនេះឯងនេះពិតជាវិកលចរិតខុសភេទពិតមែនបច្ចុប្បន្ននេះក្រុងឆាងអាំងមនុស្សស្រីចូលចិត្តស្លៀកពាក់មនុស្សប្រុសអ្វីក៏មនុស្សប្រុសស្លៀកពាក់មនុស្សស្រីមិនបាននោះ
anhចង់បង្អាប់យើងថាយើងមិនដឹងពីរសនិយមរបស់ក្រុងឆាអាងអញ្ចឹងឬខ្ញុំគ្រាន់តែនិយាយតាមការពិតតែប៉ុណ្ណោះអាយ៉ាសឹករបស់ឆាងមីងនិងលីយ៉ូឆាពិតជាគួរតាមដានដល់ហើយមិនដឹងថាឯងមាននាមឈ្មោះអ្វីហើយអាយុប៉ុន្មានហើយខ្ញុំសាលីយ៉ូឆាអាយុ17ឆ្នាំហើយអាយ៉ាមើលទៅមនុស្សស្រីម្នាក់នេះប្រហែលជាលងស្នេហ៍តួឯងប្រុសហើយមើលសភាពទៅមិននៅឆ្ងាយពីក្រែរបស់តួឯងប្រុសឡើយចៃដនខ្ញុំមានធុរៈបន្តអញ្ចឹងសុំលាហើយហេតុអ្វីក៏មិននៅនិយាយជាមួយប៉ានាងបន្តសិនទៅហឺឯងនិយាយស្អីហឺប៉ានាងនេះមានចេតនាឲ្យដៃខ្ញុំដល់ហាក់នេះឯងបែរជាមិនប្រច័ណ្ឌសូម្បីតែបន្តិចខ្ញុំយល់ហើយដែលតួឯងប្រុសធ្វើជាមិនចង់និយាយបន្តក៏ព្រោះតែរៀបកលយុទ្ធដើម្បីរឿមឹងស្នេហ៍ចាប់នៅពេលក្រោយនេះពិតជាគិតការបានវែងឆ្ងាយពិតមែនឯងតែឆែកប្រវត្តិមើលថាលីយ៉ូឆាម្នាក់នោះមានស្រីស្នំឬក៏អ្នកដែលស្រឡាញ់ហើយឬនៅឆាប់ឆែកមើលអស់ណាបាទប៉ានាងវ៉ាវស្រស់ស្អាតពិតមែនស្រស់ស្អាតខ្លាំងណាស់ថាកែឲ្យមួកបិទចិត្តឲ្យខ្ញុំមួយមកយកអាបែបបិទចិត្តបំផុតណាកុំរើណាឯងហាមលេចមុខចេញមកជាដាច់ខាតហេធ្វើអីរបស់ឯងហ្នឹងហាក៏ឯងអាចស្លៀកពាក់ជាមនុស្សស្រីឲ្យខ្ញុំឃើញតែម្នាក់ប៉ុណ្ណោះបើសិនដើរជួបអ្នកស្គាល់ហើយគេឃើញថាអ្នកប្រុសជាងស្លៀកពាក់មនុស្សស្រីបែបនេះតើតកោជាងយកមុខទៅទុកឯណាទៅតែឯងនិយាយក៏វាមានហេតុផលណាក៏វាត្រូវហើយខ្ញុំនឹងឯងជាមិត្តនឹងគ្នាយ៉ាងណាខ្ញុំក៏គិតជំនួសឯងស្រាប់ទៅហើយណាជាងលូគឺជាហ្គេរបស់ខ្ញុំតែម្នាក់ប៉ុណ្ណោះបែរភ្នែកពួកឯងទៅខាងផ្សេងទៅបើមិនចឹងទៅខ្ញុំខ្វេះភ្នែកពួកឯងទាំងអស់ហ្នឹងក៏ព្រោះតែសម្រស់របស់អាហ្គេម្នាក់នេះលេចធ្លោខ្លាំងពេកខ្ញុំស្ទើរតែឈួតស្លាប់ទៅហើយឯងតាក់ទាញខ្សែភ្នែកបែបនេះគឺមានតែខ្ញុំម្នាក់គត់ដែលអាចមើលបាននេះឯងធ្វើអីទៀតហើយនាំឯងទៅបដោះសម្លៀកបំពាក់ចេញឥឡូវនេះលីយ៉ូឆាឯងជាអ្នកឲ្យយើងស្លៀកពាក់សម្លៀកបំពាក់មនុស្សស្រីហើយឯងឲ្យយើងផ្លាស់ប្ដូរបែបនេះឯងមានចេតនាធ្វើបាបយើងតើមែនទេនេះឯងមិនចង់បដូរអញ្ចឹងឬបដូរក៏បានតែយើងទៅតែស្លៀកពាក់មនុស្សស្រីយើងចង់ស្លៀកឲ្យយូរបន្តិចបើអញ្ចឹងឯងក៏ដើររឹងមកបន្តិចទៅកុំឲ្យទុនលវៈលវៈពេកយើងដើរតាមតែយើងធម្មតាតាមានបានទុនលវៈលវៈអត់ណាហេបងប្រុសតែទីនោះមានអ្វីកើតឡើងទៅអ្នកប្រុសឡានថងនៃតកោហើបានបើកការប្រកួតដោះប្រស្នាអ្នកឈ្នះនឹងបានមាសរាប់រយដុំមែនណោះវ៉ាវដុំមាសរាប់រយអញ្ចឹងឬពិតជាល្អខ្លាំងណាស់លីយ៉ូឆាតោះយើងទៅប្រកួតយកមាសមកចែកគ្នាទៅណាមិនបានទេណាអ្នកនាងព្រោះថាកម្មវិធីមួយនេះមានតែមនុស្សស្រីប៉ុណ្ណោះដែលអាចចូលរួមបានបើឯងចង់បានរង្វាន់ពិតមែនឯងក៏យកឱកាសធ្វើជាមនុស្សស្រីនេះទៅប្រកួតទៅគំនិតមួយនេះពិតជាល្អពិតមែនជុំទី1អ្នកចូលប្រកួតត្រូវឆ្លើយសំណួរឲ្យរួចមុនពេលអស់ធុកវ៉ាវតែនេះគឺជាញាសាបនថ្វាយប្រច័ណ្ឌដែលខ្ញុំបានទន្ទិញយ៉ាងចាំនេះអរគុណព្រះដែលជួយខ្ញុំការប្រកួតជុំទី1អ្នកឈ្នះមាន2នាក់លេខ1បានទៅលើអ្នកនាងលាវលូកើនិងលេខ2បានទៅលើអ្នកនាងជាងសៀវលូអ្នកនាងលាវលូកើហេតុអ្វីក៏ថ្ងៃនេះខ្ញុំជួបតែស្នំរបស់តួឯងប្រុសអញ្ចឹងលាវលូកើគឺជាមនុស្សស្រីដែលខ្លាំងពូកែមានតែបសរគ្រប់រឿងហើយខ្ញុំទៅឈ្នះនាងដោយរបៀបណានៅក្នុងសៀវភៅបាននិយាយថាលាវលូកើនិងតួឯងប្រុសបានជួបគ្នាក្នុងបុណ្យទេសកាលកូនភ្លើងតួឯងប្រុសត្រូវបានភាពឆ្លៀវឆ្លាតរបស់នាងតាក់ទាញទៅឈានទៅដល់ដំណាក់កាលក្តៅររាយ៉ាងឆាប់រហ័សពេលនេះលីយ៉ូឆាបានជួបនឹងអ្នកនាងលីងលូកាហើយតទៅមុខទៀតនឹងជួបឆាកក្តៅររាមិនខានលទ្ធផលបន្ទុកអំបញ្ញមិញនេះខ្ញុំសូមជំទាស់ឃើញយ៉ាងច្បាស់ថាអ្នកនាងជាងឆ្លើយសំណួរបានយ៉ាងល្អហេតុអ្វីក៏នាងត្រូវបានលេខ2នោះនៅតួឯងប្រុសចេញមកនិយាយរឿងអត់បានការបែបនេះគេកំពុងតែតាក់ទាញចំណាប់អារម្មណ៍របស់អ្នកនាងលាវលូកាឬហេក៏យុទ្ធរបស់តួឯងប្រុសនេះពិតជាជ្រាលជ្រៅពិតមែនណាសុភាពបរិសម្នាក់នេះកុំអាតន់ខឹងអីណាបើមើលតាមអត្តន័យហើយនោះចម្លើយរបស់អ្នកនាងជាងពិតជាល្អខ្លាំងណាស់ប៉ុន្តែថាលោកមើលនេះណែនេះគឺជាអសរមនុស្សឬអសរខ្មោចទៅហើយបើអ្នកមិនឲ្យកិត្តិយសដល់អ្នកចូលរួមប្រកួតបែបនេះខ្ញុំលែងប្រកួតទៀតហើយក្រដាស់ចម្លើយគឺត្រូវទុកយ៉ាងអានកំបាំងប៉ុន្តែអ្នកបែរជាបែកចំហបែបនេះវាដូចជាខ្វះសិលធម៌ពេកហើយណាការប្រកួតដោយអយុត្តិធម៌បែបនេះខ្ញុំក៏មិនចង់ប្រកួតទៀតដែរក្នុងពេលដែលពួកនាងត្រូវការប្រកួតទេពកោសល្យគ្នាដល់ថ្នាក់នេះអញ្ចឹងជុំទី2ក៏ប្រកួតចែងកំណាព្យទៅចុះសូមអ្នកនាងទាំងពីរចិត្តត្រជាក់ណាក្នុងការប្រកួតជុំទី2នេះគឺជាការតែងកំណាព្យដែលតាក់ទងពីប្រច័ណ្ឌដូច្នេះមិនបាច់សរសេរលើក្រដាសឡើយតែអ្នកនាងទាំងពីរនរណាជាអ្នកឆ្លើយមុនបើអញ្ចឹងខ្ញុំសូមជាអ្នកដំបងទៅចុះប្រច័ណ្ឌពេញវងពីម្សិលមិញមិនមែនជាប្រច័ណ្ឌពេញវងក្នុងថ្ងៃនេះហេតុអ្វីក៏ច័ន្ទមានតែមួយចំហៀងក្នុងមួយឆ្នាំ12ខែតើមានប្រមាណថ្ងៃទៅណទៅប្រច័ណ្ឌនឹងពេញវងនោះ
វ៉ាល្អណាស់អ្នកនាងជាងដល់វេនអ្នកនាងហើយក្នុងនាមជាស្ត្រីសម័យថ្មីមើលទៅគួរតែសុំខ្ចីថ្វីដៃរបស់អ្នកពីដើមហើយអរុនរះឡើងភ្លឺចាញ់ចាំងភ្នំតូចភ្នំធំភ្លឺដូចភ្លើងឆេះវិលដល់គ្រប់ចំលិចបាត់ទៅដល់ពេលចន្ទថ្លារះមកបំភ្លឺជំនួសអស្ចារ្យខ្លាំងណាស់បទកំណាព្យមួយនេះពិតជាមានន័យធំធេងពិតមែននៅពេលស្ដាប់ហើយពិតជាមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងណាស់ពិតមែនហើយអ្នកនាងជាងពិតជាមានទេពកោសល្យពិតមែនអ្នកនាងជាងម្នាក់នេះពិតជាគួរឲ្យចាប់អារម្មណ៍ពិតមែនក្នុងចំនេះអ្នកដែលឈ្នះគឺជាអ្នកនាងជាងអូព្រះនេះខ្ញុំរើសកំណាព្យដែលអន់បំផុតហើយណានេះនឹងអាចយកឈ្នះបានទៀតឬនេះខ្ញុំមិនព្រមនាងប្រើពាក្យងាយបែបនេះអាចឈ្នះដោយរបៀបណាទៅអ្នកនាងលាវនិយាយបែបនេះមិនគួរឲ្យចង់ស្ដាប់ឡើយណាភាពពីរោះនៃកំណាព្យគឺវាស្ថិតនៅលើទស្សនគតិរបស់អ្នកស្ដាប់ហើយសម្រាប់កំណាព្យបែបនេះតើអ្នកធម្មតាអាចធ្វើបានឬត្រឹមត្រូវណាមនុស្សប្រុសដូចជាពួកខ្ញុំបានស្ដាប់ហើយពិតជាជ្រៅជ្រៅខ្លាំងណាស់ត្រឹមត្រូវហើយអ្នកនាងជាងពិតជាអស្ចារ្យប៉ុណ្ណាអ្នកនាងលីវលូកាខឹងទូឯងប្រុសរហូតដល់រត់ទៅបាត់ហើយនេះសូមអ្នកនាងជាងឡើងទៅទទួលរង្វាន់នៅជាន់ទី2ណាចាទៅទទួលរង្វាន់ហើយដុំមាន100ចាំខ្ញុំផងណាអ្នកប្រុសអ្នកនាងជាងមកទទួលរង្វាន់ហើយស្អីគេហ្នឹងមុននឹងទទួលរង្វាន់ត្រូវមកជួបអ្នកចាប់ចែងកម្មវិធីម្ដងឬខ្ញុំហើឡើងធំរីករាយណាស់ដែលបានជួបអ្នកនាងជាងឈួតហើយហើឡើងធំនៅក្នុងសិភៅបាននិយាយថាគេគឺជាមនុស្សរោគចិត្តដូចទន់នឹងយូរអញ្ចឹងបាទរត់គេចនៅពេលនេះដល់ទន់ឬអត់នេះអើយអ្នកណាក៏បានដែរជួយខ្ញុំផងអ្នកនាងជាងពិតជាមានទេពកោសល្យខ្លាំងណាស់ពិតជានារីដែលពិបាករកពិតមែនសំឡេងរបស់គេរឹកពីនឹងការភ្នែកមួយគូនោះវាដូចជាមនុស្សដែលតាមសម្រាប់ខ្ញុំពីថ្ងៃបន់ទេសការកូនភ្លើងគេគឺជាឃាតករក្នុងថ្ងៃនោះយើងគួរតែសួរគេឲ្យច្បាស់សិនមិនដឹងថាអ្នកប្រុសគិតទៅលើអ្នកប្រុសជាងលូនៃដំណាក់ជាងក្នុងន័យយ៉ាងម៉េចដែរអ្នកប្រុសជាងចូលចិត្តធ្វើអ្វីអត់ប្រយោជន៍ពីមួយថ្ងៃទៅមួយថ្ងៃបានត្រឹមតែពឹងបារមីរបស់ឪពុករបស់ខ្លួនបើមិនមានឪពុករបស់គេតាមឃុំក្រងនោះឡើយគេក៏គ្មានអ្វីអស្ចារ្យឡើយចៃដន្យខ្ញុំបានឮមកថានៅយប់ទេសការកងភ្លើងមានគេតាមសម្លាប់អ្នកប្រុសជាងមិនដឹងថាអ្នកប្រុសមានការគិតនៅក្នុងរឿងនេះយ៉ាងម៉េចដែរជាងលូគឺជាមនុស្សអត់ប្រយោជន៍បើគេស្លាប់ទៅក៏គ្រាន់តែមានតំណែងទំនេរនៅក្នុងវាំងតែប៉ុណ្ណោះតាមពិតគោលដៅគេគឺបែបនេះសោះបើខ្ញុំស្លាប់ទៅកូនក្រៅច្បាប់របស់លោកពុកប្រកាសជាមកទៀមទាដូច្នេះហើយងាយនឹងការដួលរលំខ្លាំងណាស់អ្នកប្រុសនិយាយបែបនេះក៏វាមិនត្រឹមត្រូវឡើយបងប្អូនត្រកូលជាងមានភាពសាមគ្គីនិងស្រឡាញ់គ្នាខ្លាំងណាស់ទោះបីអ្នកប្រុសជាងស្លាប់ក៏បងប្អូនត្រកូលជាងគ្មានថ្ងៃឆ្លោះគ្នាឡើយយើងទាំងពីរនាក់មកភ្នាល់គ្នាទេថាបងប្អូនដែលនៅនោះនឹងដណ្ដើមអំណាចគ្នាឬអត់ខ្ញុំមិនមែនជាមនុស្សដែលចូលចិត្តភ្នាល់នឹងជីវិតអ្នកណាឡើយណាហើយឈួតពិតមែនម្នាក់នេះពិតជារោគចិត្តពិតមែនចូលមកសម្លាប់យើងហើយមកភ្នាល់ជាមួយយើងទៀតអ្នកនាងជាងគិតនឹងទៅណាហ្នឹងឬមួយអ្នកប្រុសចង់នឹងឃុំឃាំងខ្ញុំនៅទីនេះសតិបញ្ញាដូចជាអ្នកនាងជាងបើគិតនឹងទៅរាយការណ៍នៅតកោជាងតើគិតយ៉ាងម៉េចទៅខ្ញុំគិតថាអ្នកនាងគួរតែនៅទីនេះដើម្បីដឹងលទ្ធផលវាសុខសប្បាយជាងណាសុខសប្បាយឈួតឡប់ស្អីនេះនាងមានសិល្បៈការតស៊ូទៀតឬឆាប់ដល់លេខខ្ញុំភ្លាមបើមិនចឹងទេកុំថាខ្ញុំមិនក្រែងចិត្តលោកណាអ្នកនាងជាងនៅពេលនេះអ្នកនាងគឺជាក្របអុករបស់ខ្ញុំមិនអោយនាងចាក់ចេញទៅណាបានឡើយអ្នកប្រុសចង់ចាប់បង្ខំខ្ញុំនាងបិទបាំងផ្ទៃមុខបែបនេះហើយនៅចង់មកចាប់បង្ខំនាងទៀតឬអ្នកប្រុសនៅចូលចិត្តមនុស្សស្រីម្នាក់នេះពិតជាស្រស់ស្អាតមិនធម្មតាឡើយបើមានបុរសណាអាចជួយខ្ញុំបានខ្ញុំនឹងរៀបការជាមួយគេភ្លាមអូសេសាតកុំភ័យអីណាចាប់ពួកខ្ញុំទៅជួយហើយប្រយ័ត្នគេជន់ហោះទៅហើយវ៉ាវក្នុងដំណាក់នោះមានមនុស្សចង់ចាប់បង្ខំមនុស្សស្រីមកប្លន់មនុស្សស្រីទាំងថ្ងៃត្រង់ពិតជាអត់គេខ្មាស់ពិតមែនប្រុសទាំង5ខ្ញុំគឺជាមនុស្សស្រីណាសូមអង្វរមកចាប់បង្ខំខ្ញុំទៅណាខ្ញុំមានប្រាក់ច្រើនណាស់ត្រូវការខ្ញុំដែរសយពិតមែនមាន100ដុំក៏មិនបានដែរអញនៅគិតដល់មាន100ដំណឹងទៀតឬភរិយារបស់ខ្ញុំមិនមែនអំបញ្ញមិញនេះឯងនិយាយថាបើអ្នកណាអាចជួយឯងបានឯងនឹងរៀបការជាមួយគេភ្លាមមិនអញ្ចឹងឬហើយអ្នកដែលជួយឯងនោះគឺខ្ញុំនេះអីបើខ្ញុំមិននិយាយបែបនេះទេពួកមនុស្សប្រុសទាំងនោះអាចនឹងមកជួយខ្ញុំឬកុំប្រាប់ណាថាឯងគិតថាខ្ញុំនិយាយការពិតនេះឯងគិតនឹងរៀបការជាមួយយើងអញ្ចឹងឬបានហើយអញ្ចឹងខ្ញុំទៅបដូរសម្លៀកបំពាក់នៅត្រង់នោះសិនឯងជួយមើលផ្លូវយើងផងណាជឿលូឯងនេះពិតជាទុកចិត្តលើយើងខ្លាំងពេកហើយក៏ប្រកាសហើយណាបើរសសាដូចជាតួឯងប្រុសនេះច្បាស់ណាស់នឹងមិនពាក់ព័ន្ធនឹងគេនោះឡើយទីង
ចាំបានទទួលការស្រឡាញ់និងការចាប់អារម្មណ៍របស់តួឯកសំខាន់ហឺឡានថងដូច្នេះចាំបានទទួលបន្ទុក1000បន្ទុកបាទអាមនុស្សឈួតម្នាក់នោះមិនមែនចង់សម្លាប់យើងទេអីកុំប្រាប់ណាថាហឺឡានថងលងស្នេហ៍ជាងស៊ូឡូហឺឡានថងគឺជាមនុស្សរោគចិត្តហេតុអ្វីក៏ខ្ញុំជួបតែមនុស្សបែបនេះណាហើយដើម្បីសុវត្ថិភាពរបស់ខ្ញុំនឹងឈប់ស្លៀកពាក់មនុស្សស្រីទៀតហើយអ្នកប្រុសជាងខ្ញុំបានសង្កេតឃើញថាមានមនុស្ស3ក្រុមតាមសង្កេតមើលអ្នកប្រុសណាបាទតើមានក្រុមណាខ្លះក្នុងនោះមានមនុស្សរបស់ព្រះនាងឆាមិញអ្នកនាងលីលូកើនិងហឺឡានថងតែថាគោលដៅពិតប្រាកដរបស់ព្រះនាងឆាមិញនោះគឺអ្នកប្រុសលីយ៉ូឈើបាទឯងត្រូវចាត់ការបានរៀបរយមិនអាចឲ្យពួកគេដឹងពីសកម្មភាពយើងបានឡើយហើយអ្វីដែលសំខាន់នោះគឺមិនអាចឲ្យហឺឡានថងដឹងជាដាច់ខាតថាខ្ញុំគឺជាជាងស៊ូឡូប៉ុន្តែថាឯងមិនបាច់រារាំងមនុស្សរបស់ព្រះនាងឆាមិញទេទទួលបញ្ជាបាទហើយយើងមិនគួរទប់ស្កាត់រឿងស្នេហារបស់តួឯកប្រុសឡើយបើសិនជាគេដឹងនោះខ្ញុំប្រកាសជាយ៉ាប់មិនខាននេះគឺតនហ្វឹងអ្នកប្រុសតនរបស់ឯងយ៉ាងម៉េចហើយអាការៈរបស់បងធំកាន់តែយ៉ាប់ទៅបើមិនបានជួបមនុស្សស្រីម្នាក់នោះទេខ្ញុំខ្លាចថាគាត់មិនអាចរស់បានដល់បុណ្យទេសកលកូនភ្លើងឆ្នាំក្រោយនេះទេថ្ងៃនេះបងធំរបស់ឯងនៅកន្លែងស្នាក់ទេជាធម្មតាបងធំតែងតែទៅអង្គុយចាំមនុស្សស្រីម្នាក់នោះនៅមាត់ស្ទឹងហើយបើគេឈួតមនុស្សស្រីដល់ថ្នាក់នេះហើយដែលតននីយូទៅជាបែបនេះក៏ព្រោះតែខ្ញុំនៅទីបំផុតនាងក៏មកហើយក៏គ្រាន់តែបង្ហាញខ្លួនក៏បានមាសនិងទ្រព្យសម្បត្តិទៅហើយដូច្នេះហើយក៏ត្រូវចេញមកសាក់មើលហើយនិយាយបែបនេះបានន័យថាអ្នកនាងត្រូវការសម្បត្តិនិងបន្តោងបញ្ចាំខ្លួនអញ្ចឹងឬលោកកំចូលមកណានៅត្រង់នោះហើយនាងខ្លាចខ្ញុំអញ្ចឹងឬខ្ញុំគ្រាន់តែចង់ដឹងថាហេតុអ្វីក៏អ្នកប្រុសចង់ជួបខ្ញុំដល់ថ្នាក់នេះខ្ញុំបានមើលឃើញរឿងកាយរបស់អ្នកនាងអស់ហើយដូច្នេះហើយអ្នកនាងមិនឲ្យខ្ញុំទទួលខុសត្រូវអ្វីទេឬយើងបានចង់ឲ្យមកទទួលខុសត្រូវអ្វីសូម្បីបន្តិចណានៅក្នុងសៀវភៅទល់នាយូគឺជាមនុស្សរោគចិត្តដល់ថ្នាក់យកស្នំរបស់ខ្លួនឯងដើម្បីការពារជីវិតរបស់ខ្លួនណាខ្ញុំក៏គ្រាន់តែជាស្ត្រីដែលលួចបន្តោងប៉ុណ្ណោះដូច្នេះហើយអ្នកប្រុសកុំមកតាមរកខ្ញុំទៀតអីណាបើមិនចឹងទេខ្ញុំនឹងមិនអាចរស់នៅក្នុងក្រុងឆាអាននេះបានទៀតឡើយនៅមិនបានទេអញ្ចឹងខ្ញុំក៏ចិញ្ចឹមនាងដល់ខ្លួនឯងអាម្នាក់នេះពិតជារោគចិត្តពិតមែនណាខ្ញុំមកទីនេះដើម្បីតែនិយាយរឿងនេះដូច្នេះហើយសូមអ្នកប្រុសកុំតាមរកខ្ញុំទៀតណាលាហើយនាងគិតទៅងាយបែបនេះឬនេះអ្នកប្រុសចង់ធ្វើអ្វីហ្នឹងខ្ញុំរងចាំអ្នកនាងយូរដល់ថ្នាក់នេះប៉ុន្តែអ្នកនាងគ្រាន់តែមកនិយាយពី3ម៉ាត់ដាក់ខ្ញុំអញ្ចឹងឬបេះដូងរបស់ខ្ញុំវាឈឺខ្លាំងណាស់ដឹងទេស្ត្រីលួចរបស់ដូចជាខ្ញុំមិនស័ក្តិសមឲ្យអ្នកប្រុសនឹកគិតឡើយណាបំភ្លេចខ្ញុំចោលទៅឈប់ណាសោយហើយអត់សៅឆ្នាំពើកុំរត់ចោលខ្ញុំមិនមែនជាមនុស្សអាក្រក់ទេណាខ្ញុំគ្មានចេតនាធ្វើបាបនាងទេណាចេញទៅអាចឈួតទន់នាយូនេះហ៊ានបាច់មកសៅរាងកាយរបស់ខ្ញុំអស់កម្លាំងហើយនេះជាងលូឯបានឃើញមនុស្សស្រីដែលពាក់មួកស្លឹកបិទបាំងផ្ទៃមុខទេយើងបានឃើញអ្នកណាទេអញ្ចឹងហើយអានេះគឺជាស្អីទៅឈួតអើយធ្វើជ្រុះឯងមិនបានយកទុកប្រាប់ភ្លាមថានាងនៅទីណាយើងពិតជាមិនដឹងពិតមែនក៏យើងកំពុងតែដេកនោះអីងើបមកភ្លាមឯងគឺជាស្រីលួចបន្តោងនោះឬទល់នីយូឯងស្ដាប់យើងបកស្រាយសិនណាឯងកំពុងចង់ធ្វើអ្វីនេះវាអាចទៅរួចដល់របៀបណាហ្នឹងសំណាងល្អដែលនៅក្នុងខ្លួនរបស់ខ្ញុំសិតតែឧបករណ៍គ្រោះថ្នាក់និងអន្តរាយទាំងអស់ហ្នឹងមិនអាចទៅរួចនោះទេឯងពិតជាមិនមែនជាមនុស្សប្រុសឡើយយើងមិនជឿយើងសុំស្ទាបម្ដងទៀតមកទោះបីជាយើងរំដាំទ្រង់ហើយប៉ុន្តែឯងមកស្ទាបបែបនេះយើងក៏ចេះអៀនណាវើយនេះឯងបង្វិលក្បាលយើងលេងអញ្ចឹងឬដែលយើងធ្វើទៅគឺដើម្បីជួយឯងនោះអីខ្ញុំបានឃើញអាការៈឯងវាធ្ងន់ខ្លាំងពេកទើបខ្ញុំមិនអាចឃើញឯងស្លាប់នៅចំពោះមុខបានឡើយកុហកតកោទួននឹងគ្រួសាររបស់ឯងមិនត្រូវគ្នាតាំងពីណាពីណីមកហើយនេះឯងគិតមកជួយយើងអញ្ចឹងឬហើយបើយើងមិនបានចូលចិត្តឯងតែយើងនឹងគិតការស្លាប់រស់របស់ឯងដល់របៀបណាឯងនេះពិតជាមុខក្រាស់ពិតមែនឯងនឹងលីវឈើតាក់តងគ្នានៅមិនគ្រប់គ្រាន់នៅមកទាញយើងចូលទៀតឬហើយចុះវាទៅដូចគ្នាដោយរបៀបណាលីវឈើទោះបីជាកាចក៏នៅតែទន់ភ្លន់ប៉ុន្តែអ្នកប្រុសទាំងកាយសាហាវនិងខូខើវាមិនដូចគ្នាទេណាខ្ញុំថាបែបនេះវាឲ្យអារម្មណ៍ច្រើនជាងលូឯងទាំងពីរអ្នកទ្រាំមិនបានដល់ថ្នាក់នឹងផងឬសំបីតែទ្វារក៏មិនបានបិទលីវឈើយើងមិនបានចូលចិត្តអ្វីដែលវាក៏ចរិតដូចជាឯងឡើយណាឯងនិយាយស្អីហ៎អាខ្មោចឈឺអាមនុស្សស្រីបោកអារោគចិត្តក៏ចរិតហើយពួកឯងទាំងពីរបើចង់វាយគ្នាទៅវាយខាងក្រៅទៅ
បើកើតរបស់របរបែកបាក់អស់ពួកឯងត្រូវសងខ្ញុំណាអើយយើងវាទៅស្លាប់ទៅហើយឯងមិនបារម្ភយើងឯងបែរជាបារម្ភរបស់អស់នោះស្លៀកពាក់មនុស្សស្រីបង្កល់ក្បាលយើងលេងហើយនៅឲ្យយើងមកសងឯងទៀតឬគឺខ្ចោរបស់ខ្ញុំក្តារជួអាគេរបស់ខ្ញុំឈួតអើយអ្នកទាំងពីរឈប់ព្រាមណាបែកបាក់របស់ខ្ញុំអស់ហើយពួកឯងទៅសងណាអ៊ីយ៉ានេះពួកឯងកំពុងធ្វើអ្វីហ្នឹងបងទី3បងទី4មកដល់របៀបណាហ្នឹងបងអូនទី5ហេតុអ្វីក៏ឯងស្លៀកពាក់សម្លៀកបំពាក់មនុស្សស្រីអញ្ចឹងជើងលូខ្លាញ់ខ្លួនជាមនុស្សស្រីមកបង្វិលក្បាលខ្ញុំសំណាងល្អដែលខ្ញុំដឹងខ្លួនមុនកុំអីមិនដឹងថាទៅដល់ណាហើយទេតាមពិតគឺអញ្ចឹងទេមិនមែនបែបហ្នឹងទេខ្ញុំគិតថាគេកំពុងចិត្តស្លាប់ទៅចង់ជួយគេណាចិត្តរបស់អាចគេម្នាក់នេះពិតជាមិនគង់វងអីបន្តិចមានខ្ញុំម្នាក់ទាំងមូលនៅទៅតាក់ទាញមនុស្សប្រុសផ្សេងទៀតបន្ទុករោគចិត្តរបស់តួឯងប្រុសឡើងខ្ពស់ខ្លាំងណាស់បាទបន្ទុកមុនស្នេហ៍របស់ចៅវាយបាន200,000បន្ទុកបាទសរុបថាបន្ទុករោគចិត្តឈួតលាប់របស់តួឯងប្រុសនេះចេញមកពីណាទៅរោគចិត្តគឺជាពាក្យពិសេសត្រូវការ50,000បន្ទុកសម្រាប់ការត្រួតពិនិត្យពាក្យណាបាទបាទអញ្ចឹងក៏តាមទៅវាទៅចៅវាយកំពុះកំណាញ់គង់មានថ្ងៃណាមួយចៅវាយនឹងព្រមចាយបន្ទុកមុនស្នេហ៍ជាមិនខានអ្នកប្រុសតន់តើសភាពរបស់អ្នកប្រុសយ៉ាងម៉េចហើយហាមាត់ឲ្យខ្ញុំមើលបន្តិចមើលបែដងលោតញាត់ពេកហើយចោះសម្ពាធឈាមវិញគួរតែយកឈាមទៅពិនិត្យទៅដឹងច្បាស់ណានៅពេលដែលមានមនុស្សប្រុសនៅជាមួយអាគេម្នាក់នេះមិនចាប់អារម្មណ៍យើងឡើយបន្ទុករោគចិត្តរបស់តួឯងប្រុសឡើងខ្ពស់យ៉ាងខ្លាំងបន្ទុកមុនស្នេហ៍របស់ចៅវាយបាន10លានបន្ទុកបានដល់10លានផងចិត្តរបស់អ្នកប្រុសទួនដើរធម្មតាល្អទេហើយជំងឺចិត្តរបស់គេក៏បានជាសះស្បើយហើយដែរដែលឯងជាសះស្បើយបានក៏ព្រោះតែប្អូនទី5របស់ខ្ញុំជួយឯងរបស់ដែលពួកឯងធ្វើបែកក៏គួរតែសងវិញណារឿងសងនោះមិនបាច់ទេប្អូនទី5មិនគិតគូរប្រាក់តិចតួចបែបនេះឡើយអត់ទេណាខ្ញុំត្រូវការប្រាក់ច្រើនណាស់ដឹងទេពួកខ្ញុំ3នាក់បងប្អូនត្រូវការនិយាយគ្នាបើអ្នកទាំងពីរចាប់ធុរៈហើយក៏សូមអញ្ជើញណាបាទខ្ញុំសូមលាហើយបងទី3ហេតុអ្វីក៏មិនឲ្យពួកគេចាយប្រាក់ការខាត់បងអ្នកប្រុសទាំងពីរខឹងនៅថ្នាក់នេះគ្រាន់តែធ្វើបែកបាក់របស់ឯងវាក៏សមគួរហើយណាឯងនៅមានមុខទៅទៀមទាការខូចខាតពីគេទៀតឬយ៉ាងណាឯងក៏មានស្នេហាទាំងមូលទៅហើយកុំកំណាញ់ពេកអីណាបងទី3ខ្ញុំមិនមែនកំពុងតែមានស្នេហាទេបងទី5ឯងមិនបាច់ពិបាកចិត្តពេកទេណារបស់ដែលបែកបាក់ទាំងអស់នោះបងក៏មានដែរចាំបងឲ្យឯងណាហើយតាមទៅវាទៅចុះមិនបាច់គិតគូរពីរបស់ទាំងនោះឡើយតែថាពួកបងមករកខ្ញុំដល់ទីនេះតើមានអ្វីកើតឡើងទៅគឺថាមួយរយៈនេះមានមេមត់តាមជាប់បងដល់ហើយទើបបងចង់ឲ្យឯងស្លៀកពាក់មនុស្សស្រីដើម្បីលេងល្ខោនមួយឆាកណាបងចង់ឲ្យខ្ញុំស្លៀកពាក់មនុស្សស្រីឬរឿងបែបនេះមិនមែនថាឯងធ្វើទៅតែលើកទី1អាណាពីលើកមុនឯងក៏ជួយបងធ្វើឲ្យអ្នកនាងចាំងចាក់ចេញពីបងបានមិនមែនឬហើយតាមពិតទៅរូបរាងដើមចូលចិត្តស្លៀកពាក់មនុស្សស្រីញឹកញាប់បែបនេះឯងតែមានអារម្មណ៍ពិសេសចំពោះអ្នកនាងស៊ូហើយនៅមកធ្វើមាត់រឹងទៀតខ្ញុំនឹងអ្នកនាងយេបានយកព្រមរៀបការនឹងគ្នាដោយការតខ្លួនហើយអ្នកនាងស៊ូឈប់មករញ៉េរញ៉ៃនឹងខ្ញុំទៀតទៅបងឈិនហេតុអ្វីក៏បងចិត្តខ្មៅបែបនេះណាបងនិយាយបែបនេះនាងមិនបាក់មុខស្លាប់ទៅហើយទេអីតាមការពិតអ្នកប្រុសឈិនមានរសនិយមបែបនេះនេះឯងឬបើឲ្យខ្ញុំដល់លេងអ្នកប្រុសឈិនឲ្យនាងងាយនោះវាមិនងាយនោះទេណាខ្ញុំថាពួកយើងមកប្រឡងនឹងគ្នាទេបើអ្នកណាចាញ់អ្នកនោះនឹងត្រូវចាក់ចេញឯងបន្ធូរដៃបន្តិចទៅណាកុំឲ្យអ្នកនាងស៊ូត្រូវរងរបួសណាខ្ញុំមិនទាន់បានចាត់ការផងបងក៏ចាប់ផ្ដើមបារម្ភពីនាងទៅហើយឬឯងនិយាយផ្ដេសផ្ដាសអីឯងគឺជាមនុស្សប្រុសបងក៏ខ្លាចថាឯងចាត់ការនាងខ្លាំងពេកនោះអីដឹងហើយអ្នកនាងស៊ូខ្ញុំសូមអភ័យទោសផងណាអញ្ជើញអ្នកនាងស៊ូនៅក្នុងចិត្តរបស់បងឈិនមានខ្ញុំតែម្នាក់ប៉ុណ្ណោះហើយចុះហេតុអ្វីទើបនាងមិនព្រមដោះលែងគាត់អញ្ចឹងក៏ព្រោះថាអ្នកប្រុសឈិនមិនអាចដេញទាន់ល្បិចរបស់ពួកនាងនោះអីទើបត្រូវនាងបោកបាននេះនាងចង់មានន័យថាបងឈិនគឺជាក្មេងមិនចេះគិតខ្លួនឯងអញ្ចឹងឬប្រយ័ត្នអ្នកប្រុសឈិនហើយបងទី4ខ្ញុំជួយបងបានតែប៉ុណ្្នេះឯងណាហេអ្នកនាងជាងលោកចាំមនុស្សខុសហើយណាអ្នកនាងជាងទោះបីជាខ្ញុំមិនបានឃើញផ្ទៃមុខរបស់អ្នកនាងប៉ុន្តែថារូបរាងរបស់នាងសំឡេងនិងការដើររបស់នាងខ្ញុំចាំបានយ៉ាងល្អហើយណាហើយខ្ញុំមិនដឹងពីអ្វីដែលលោកនិយាយឡើយឆាប់ដល់លេងខ្ញុំភ្លាមណាជនបោកប្រាស់ដូចជានាងសម្រាប់ថាមានឈ្មោះថាជាងស៊ូលូឬក៏យេលៀងឈីហើយរឿងដែរនាងជួយអ្នកប្រុសឈឹងតើនាងស្រឡាញ់ជាងឈឹងឬហើយនៅមានការសម្ដែងដណ្ដើមមនុស្សប្រុសគ្នាថែមទៀតខួរក្បាលឯងគិតបានតែប៉ុណ្ណេះទេអី
Hỡi đâu bây giờលោកដឹងហើយនៅមិនឆាប់ដល់លេខខ្ញុំទៀតឬមិនខ្លាចថាបងឈើខ្ញុំឃើញនឹងចាត់ការលោកទេអីហ៎នៅក្នុងកៅភ្នែករបស់បងឈើរបស់នាងនៅមាននាងទៀតឬហានាងងាកទៅមើលទៅខ្លួនឯងទៅបងយាឆាប់មកជួយខ្ញុំឲ្យលឿនអាម្នាក់នេះវាចង់មកលុកលាន់ខ្ញុំឲ្យខ្ញុំទៅរំខានក្តីសោករបស់ប្អូនទី5នៅរបៀបណាទៅខ្ញុំធ្វើមិនបានឡើយណាហេបងទី3ឈប់ណាកុំប្រាប់ណាថាពួកក្បាលរបស់បងគិតតែរឿងបែបនេះនេះយើងនៅជាបងប្អូននឹងគ្នាទៀតទេនេះបងប្អូនតកូលជាងនេះពិតជាគ្មានចិត្តមេត្តាពិតមែនបើអញ្ចឹងនាងគួរតែទៅងាប់ទុកនៅសំណាក់ខ្ញុំតើល្អទេហេណាស់ទៅត្រូវការជួយពីលោករវល់មិនដឹងរឿងពិតមែនហេអ្នកនាងយេឈប់ណាជាងលូហេតុអ្វីក៏ឯងស្លៀកពាក់មនុស្សស្រីមកបោកប្រាស់មនុស្សប្រុសទៀតហើយឯងជាមនុស្សប្រុសសត់សាត់ជួយលះខ្លួនផងណាវើយអីអាឈួតនេះខួរក្បាលគិតបានតែប៉ុណ្ណេះឯងឬអ្នកនាងយេស្ងាត់សិនណាអ្នកនាងយេខ្ញុំឃើញនាងហើយឆាប់ចេញមកណានៅទីនោះអរគុណអ្នកប្រុសទួនខ្លាំងណាស់លើកនេះខ្ញុំជួយឯងតែថាមានលើកក្រោយឯងស្លៀកពាក់មនុស្សស្រីបោកមនុស្សប្រុសទៀតយើងនឹងវាយឯងមិនខានអើយឯងស្ដាប់យើងអធិប្បាយសិនណាយើងបានតាក់ទាញមនុស្សប្រុសទេណាជាងលូយេហេតុអ្វីឯងមកទីនេះបានយើងមកទីនេះមិនបានឬឯងទៅវិញទេមកនៅទីនេះជាមួយវាដោយរបៀបណាអើយហេតុអ្វីក៏ជាងលូនៅជាមួយយើងមិនបាននៅពេលនេះយើងកំពុងតែការពារគេនោះអីពួកយើងក៏សិតតែជាមិត្តភក្តិនឹងគ្នានេះមានរឿងអ្វីក៏និយាយគ្នាស្រួលបួទៅណាហេនរណាជីវិតរបស់វាអ្នកនាងយេតាមពិតអ្នកនាងនៅទីនេះឯងឬយេនេះមកកាត់រួមវងនឹងគ្នាម្នាក់ទៀតឬនេះនេះលីយ៉ូឆានិងអ្នកប្រុសទួននៅទីនេះដែរឬអ្នកនាងយេអ្នកនាងពិតជាស្គាល់មនុស្សច្រើនពិតមែនខ្ញុំសៀវលូគឺជាអនាគតភរិយារបស់ខ្ញុំបើនាងមិនស្គាល់ខ្ញុំវាក៏ប្លែកហើយណាអនាគតភរិយាស្អីនៅពេលនេះនាងគឺជារបស់ខ្ញុំពួកឯងឈប់ស្រមៃទៀតទៅអ្នកនាងយេតើនៅក្នុងចិត្តរបស់អ្នកនាងមាននរណាទៅជាងឆឹងលីយ៉ូឆាឬក៏ទួននីយូអាមនុស្សប្រុសអត់ខួរម្នាក់នេះនេះឯងនិយាយពីអ្នកណាអាកណ្ដុលហឺឡាន PS មនុស្សអត់ខួរឆាប់ប្រកល់អ្នកនាងយាឲ្យខ្ញុំភ្លាមឈប់ហើយបន្ទូអារម្មណ៍របស់ទុននីយូឡើងខ្ពស់ត្រដែតបន្ទូមុនស្នារបស់ចៅវាយបាន 10000 បន្ទូបានបន្ទូអារម្មណ៍របស់ហឺឡានថងឡើងខ្ពស់ត្រដែតបន្ទូមុនស្នារបស់ចៅវាយបាន 15000 បន្ទូបានបន្ទូធ្វើខុសរបស់តួឯកប្រុសឡើងលេខកែនីបែប Valencia បន្ទូមុនស្នាការឡើង 10 លានបន្ទូបានចៅវាយពិតជាអស្ចារ្យខ្លាំងមែនអាចឈួតរោគចិត្តទាំងពីរអ្នកនេះមានអារម្មណ៍ល្អនឹងខ្ញុំជួយបងខ្ញុំមិនត្រូវការឲ្យពួកឯងមកមានអារម្មណ៍ល្អនឹងខ្ញុំទេធាននឹងសៀនកំពុងតែប្រយុទ្ធគ្នាមនុស្សអត់បានការដូចខ្ញុំសម្រុតហើយណាឈប់រត់ភ្លាមណាពួកយើងទាំង3នាក់តើនាងរើសអ្នកណានាងមិនបាច់ខ្លាចទេរើសទៅតាមចិត្តរបស់នាងទៅចុះណានាងគិតឲ្យបានល្អណាតើអ្នកណាគេនៅក្បែរនាងហើយចាំជួយនាងរហូតហេតុអ្វីខ្ញុំមានអារម្មណ៍ថាទោះជារើសអ្នកណាក៏ត្រូវតែស្លាប់យ៉ាងវេទនាដដែលណាចៅវាយមិនបាច់ខ្លាចទេណាធ្វើទៅតាមអត្ថបទទៅក៏ល្អហើយខ្ញុំរើសអ្នកប្រុសជាងលោកតែអ្នកប្រុសជាងគឺជាគេទេតើទោះបីជាអ្នកប្រុសជាងគឺជាគេក៏ខ្ញុំចូលចិត្តគេខ្លាំងណាស់អ្នកប្រុសជាងលោកគឺជាមនុស្សប្រុសដែរស្រស់សង្ហានាមត្រកូលក៏ខ្ពង់ខ្ពស់មានមន្តស្នេហ៍តាក់ទាញយ៉ាងខ្លាំងក្លាយ៉ាបត់រទន់ភ្លន់គួរឲ្យតាក់ទាញតែមនុស្សស្រីឯណាពេលឃើញហើយមិនលងស្នេហ៍នោះមិនដែលឃើញនរណាអត់គេខ្មាស់ដូចជាគេពីមុនមកឡើយណាអារឿងអួតខ្លួនឯងនេះជាងនោះមិនដែលរងអ្នកណាឡើយណាមិនគួរផ្លែកចិត្តឡើយពេលដែលខ្ញុំបានជួបនាងដំបូងនាងឈ្មោះជាងស៊ីលូតាមពិតទៅនាងលងស្នេហ៍ជាងលូរហូតដល់ខ្វាក់ភ្នែកយ៉ាងហ្នឹងជាងស៊ីលូនេះឯងមកចង់ធ្វើបាបខ្ញុំទៅអីនេះឯងស្រឡាញ់ខ្លាំងខឹងខ្លាំងរហូតដល់ចង់សម្លាប់នាងអញ្ចឹងឬហើយនៅមិនបញ្ញាប់រត់ទៀតឬលីយ៉ូឆានឹងទូលនីយូជួយខ្ញុំចាត់រើឡើងថងឬនេះរឿងខ្លាចជាបែបនេះដល់របៀបណានេះ3ថ្ងៃក្រោយមកក្រដាស់ប្រកាសនៅមុខសាលារៀនតែមានព័ត៌មានអីថ្មីទៀតហើយប្រកាសផ្លាស់ប្ដូរបន្ទប់របស់អ្នករៀនបន្ទប់ស្នាក់នៅ4នាក់ជាងលីយ៉ូឆាទូលនីយូហឺឡានថងនេះឈួតទៅហើយទេអ្នកលេង3នាក់មកដេកបន្ទប់ជាមួយខ្ញុំចប់ហើយជីវិតខ្ញុំពិតជាយ៉ាប់ខាងកន្លែងដេករបស់ខ្ញុំត្រង់នេះឬជាងមន់ឈឺអញកុំគិតមកលុកលាន់យើងណាពួកឯងសោកខ្មើខ្ញុំដល់ហាក់នេះនៅមកដេកបន្ទប់ជាមួយខ្ញុំធ្វើស្អី
ជាងលូបើឯងហ៊ានទៅលុកលាន់ពួកគេខ្ញុំនឹងសម្លាប់ឯងម្ខាងនេះឯងមានន័យថាខ្ញុំអាចលុកលាន់នឹងបបោនឹងឯងតែម្នាក់តែវិញទេហ៎អើយព្រះអើយជួយខ្ញុំផងគ្រាន់តែពេលគេងក៏ខ្វល់ខ្វាយដោះណាស់នេះឯងគិតថាយើងគឺជាមនុស្សចិត្តងាយយ៉ាងហ្នឹងឬហ៎ចុះហើយបាទនេះទៅដល់ពេលវេលាដែលត្រូវអោបថើបតួឯងប្រុសហើយណាបាទអាប់លឿនឡើងអើយវេនអើយអេមើលការគេងរបស់ពួកគេហើយពិតជាគ្មានពាក្យនិយាយពិតមែនណាក៏យកមកកាន់មុនស្នេហ៍ប្រចាំថ្ងៃបានសម្រេចបាទជាងលូនេះឯងហ៊ានលុកលាន់ឬឈើទាំងយប់កណ្ដាលត្រៀបបែបនេះឬនេះឯងនៅមានភាពអៀនខ្មាស់ដែរទេហាអីយើងក៏ដេកនៅចិត្តឯងដូចគ្នាហេតុអ្វីក៏ឯងទៅលុកលាន់លាវឈើយើងមិនអូខេអើយលាវឈើអញឆាប់លេងដៃឥឡូវនេះណាអាគេនេះវាលួចលុកលាន់ឯងណាហើយចុះវាយ៉ាងម៉េចអេនិយាយបែបនេះមានន័យថាតួឯងប្រុសមិនប្រកាន់នឹងខ្ញុំលុកលាន់កែងចឹងឬអញ្ចឹងមានន័យថាពួកឯងទាំងពីរនាក់លុកលាន់គ្នាតាំងពីយូរណាស់មកហើយឬបើអញ្ចឹងមែនតើវាយ៉ាងម៉េចហ៎ស្អីគេណាហេអាមនុស្សខុសភេទអ្នកប្រុសជាងអ្នកប្រុសពិតជាមានសមត្ថភាពគ្រប់ផ្នែកប៉ុន្មានមួយផ្នែកក៏ញុះញង់ឲ្យមនុស្សប្រុសវាយគ្នាឯមួយផ្នែកទៀតក៏រាយមុនស្នេហ៍ឲ្យមនុស្សស្រីលងធ្វើឲ្យមនុស្សស្រីលងស្នេហ៍ស្អីគេទៅនេះឯងនឹងមកធ្វើជាល្ងងទៀតអ្នកនាងជាស៊ូលូស្រឡាញ់ឯងអស់ពីបេះដូងប៉ុន្តែឯងបែរជាមកអោបថើបជាមួយនឹងនិយាយឈើទៅវិញអ្នកណាអ្នកនាងជាស៊ូលូនោះយើងកើតមកដើម្បីតែមនុស្សប្រុសប៉ុណ្ណោះវើយអើយអាខ្ទើខុសភេទអើយអ្នកប្រុសបានហើយណាយប់ហើយពួកយើងឆាប់ចូលគេងទៅណាល្អជាងហេនរណាទៅដេកជាមួយឯងហ៎អត់ទេណាខ្ញុំចង់មានន័យថាពួកយើងមកដេករៀងខ្លួននោះអីជឿលូអាមនុស្សប្រុសមិនចេះស្ងប់ជឿលូនេះឯងញ៉ាហឺឡងថងដែរឬខ្ញុំទៅគេចាប់ប្រកាន់ណាពួកឯងកំពុងធ្វើអ្វីហ៎យកជ្រៅដោះថ្នាក់នេះហើយនៅមិនព្រមដេកបមពួននេះពួកឯងចង់កំទេចសាលារៀនឬហ៎យើងសក្តិជាឡើងចង់ស្លាប់ទៅហើយណាជាធម្មតាពួកឯងគឺជាសិស្សល្អប៉ុន្តែហេតុអ្វីថ្ងៃនេះឆ្លោះគ្នាខ្លាំងបែបនេះហ៎លោកគ្រូបាទខ្ញុំចង់នៅបន្ទប់ដេកបាទមិត្តភក្តិទាំង3សុទ្ធតែខ្លាំងទាំងអស់ខ្ញុំមិនអាចចូលចុះពួកគេបានឡើយណាបាទខ្ញុំសុំជំទាស់ជឿលូគឺជាគេមិនអាចបណ្ដោះឲ្យទៅលុកលាន់សិស្សនៅក្នុងសាលាបានឡើយណាបាទត្រឹមត្រូវហើយបាទមានតែមនុស្សដែលរឹងមាំប៉ុណ្ណោះដែលមិនអាចឲ្យគេជិះជាន់បាននេះខ្ញុំខ្លាចជាពុះពឹសនៅក្នុងសាលារៀននេះទៅហើយឬបើជាងលូមិនបាននឹកចិត្តខ្ញុំទេគេប្រកាសជាធ្វើអ្វីតាមអំពើចិត្តមិនខានយេយើងគួរខ្លាចដោះណានឹងផងឬពួកឯងយើងនឹងដាក់ទៅពួកឯងទៅដេកនៅបន្ទប់ដាក់សម្ភារៈមិនបាច់រៀនមួយសប្តាហ៍ធ្វើការរបស់សាលាគ្រប់យ៉ាងបន្ទប់ដើរបានសាលាអញ្ចឹងឬពិតជាកំសត់ទៅណារឿងយប់នេះដែលរយាយញ៉ៃបែបនេះក៏ព្រោះតែពលយុទ្ធបង្កើតមុនស្នេហ៍ជាដើមហេតុសៀវធានអញជួយលោកក៏យុទ្ធដែលពាក់ព័ន្ធនឹងតួឯងប្រុសចេញទៅបានទេក៏បានណាចៅវាយប៉ុន្តែថាចៅវាយត្រូវចាយបន្ទុកមុនស្នេហ៍10លានបន្ទុកណាបាទអូហូមិនថ្លៃពេកទេអីចោលឲ្យបន្តិចទៅណាមិនបានទេណាបាទបានអញ្ចឹងក៏តាមទៅវាទៅមិនលុបក៏បានក៏មានថ្ងៃណាមួយចៅវាយនឹងចាយច្រើនជាងនេះទៅទៀតព្រោះតែភាពកំណាញ់របស់ចៅវាយនៅក្នុងថ្ងៃនេះឯងហើយងើបយើងកំពុងតែចាំទឹករបស់ពួកឯងណាស្អីគេណាហឹបចំហឹបអើយឈួតអើយនេះពួកឯងធ្វើស្អីហ្នឹងខ្ញុំងុយពេកលើកក្រោយនឹងមិនធ្វើខុសទៀតឡើយឯងនៅគិតមានលើកក្រោយទៀតឬទៅដើរមុខគេបំផុតទៅជឿងលូនេះយើងខ្លាចជាក្របីនៅក្នុងសាលារៀននេះហើយឬនេះឯងឲ្យភ្ញាក់លើកបន្តិចទៅណាសំណាងប៉ុណ្ណាហើយដែលមិនឲ្យកើតអាចមនុស្សយកទៅណាមិនឡាយយើងឈប់ជិះឈប់អីទៀតហើយបែបនេះវាសម្រាប់គ្នាច្បាស់ណាបើឯងហៅយើងបងធំយើងនឹងជួយជីកឯងណាអីជើងលូងឿយហត់ហើយឯងកុំរញ៉ៃឯងនឹងគេណាសម្រាប់កន្លែងរបស់គេខ្ញុំនឹងជួយជីកដល់ខ្លួនឯងអេពួកឯងលួចខ្ជិលឬប្រញាប់ធ្វើការឡើងកុំឲ្យយឺតយ៉ាវណាតួអារម្មណ៍របស់ហេឡានថងឡើងខ្ពស់ត្រដែតបន្ទុកមុនស្នេហ៍របស់ចាវាយបាន10000បន្ទុកបាទតម្លៃរបស់ជើងលូយើងនឹងជីកខ្លួនឯងកុំរកឬណាហេជើងលូហេតុអ្វីក៏ច្រមុំរបស់ឯងមានឈាមហូរនេះឯងកុំមកអោបយើងណានេះក៏បានណាហើយពួកឯងជិះជ័យផុតទៅណាចៅវាយធ្វើឲ្យទួនលីយូហឺឡានថងនិងសៀវយិនជឺផ្លាស់ប្ដូរគំនិតមកស្រឡាញ់មនុស្សប្រុសដូចគ្នាបានសម្រេចបាទសម្រាប់ការតាក់ទាញចិត្តរបស់អ្នកទាំង3ចៅវាយបានបន្ទុកមុនស្នេហ៍បូក5លានបន្ទុកបាទអ្នកលេងទាំង3បដូរមកស្រឡាញ់មនុស្សប្រុសព្រោះតែខ្ញុំអូព្រះហើយ
ឡានថងគឺជាមនុស្សដែលប្រើដៃប្រើជើងរីឯទួលលីយូវិញគឺជាមនុស្សដែលអប្រិយបំផុតសំបីតែភរិយារបស់ខ្លួនក៏យកមករងដៃជំនួសដែរនេះឯងទៅសម្រាប់ទៅដែលនៅសល់ពួកយើងនឹងធ្វើជំនួសឯងណាយាយមិនបាច់ទេយ៉ាងងារអ្នកណាអ្នកនឹងធ្វើឯងមិនបាច់មកជួយយើងទេណានៅត្រង់នេះហើយកុំទៅណាសោះបើមិនចឹងទេយើងនឹងយកចបមកជិះឯងជំនួសវិញហេយើងមិនត្រូវការបំណងល្អពីពួករោគចិត្តឡើយវើយហេមើលចុះអ្នកប្រុសជាវនោះត្រូវពួករួមបន្ទប់ចាត់ការឡើងយ៉ាប់យឺនទៅហើយហើយពួកយើងបងធំត្រូវគេធ្វើបាបឡើងអស់សភាពដល់ថ្នាក់នេះពួកយើងចាត់ការឲ្យបងធំទៅមកពួកយើងទៅសងសឹកឲ្យបងធំណាអូយឈឺខ្លាំងណាស់នេះគឺបងទុកច្រើនបែបនេះត្រូវតែយកមកចូលចាក់ឲ្យបែកបើមិនចឹងទេស្អែកនេះឯងប្រកាសជាមិនអាចពាក់បែកជើងមកឡើយអត់ទេយើងមិនចង់ទេណាវាប្រកាសជាឈឺខ្លាំងជាងខាននរណាក៏បានដែរជួយយកខ្ញុំចេញទៅផងឯងកុំឌឺពេកណាឯងជឿខ្ញុំទៅយ៉ាងណាក៏ត្រូវតែចោះបើមិនចឹងទេឯងដើរទៅប៉ះបែកវាប្រកាសជាឈឺខ្លាំងជាងនេះជាមិនខានកុំចោះណាទុកឲ្យវាបែកខ្លួនឯងវាល្អជាងប្រាប់នោះអីថាមកុំឲ្យចោះហើយវាឈឺដល់ថ្នាក់នឹងផងឬអីហ៎ឯងបិទមាត់បានហើយណាស្រាបន្តិចបានទេអញធន់បន្តិចទៅណាចិត្តរួចហើយពួកយើងគួរតែចូលទៅល្អទេខ្ញុំថាពួកយើងត្រឡប់ទៅវិញទៅបងធំកំពុងតែឡើងហាន់សួរជាមួយលីយ៉ូសើបើបុកចូលទៅប្រកាសជាមិនល្អនោះទេបន្តិចទៀតវានឹងឡើងឈឺហើយណាជើងលូហេតុអ្វីក៏ឯងមិនព្រមទៅមុជទឹកទៀតហ៎ពួកឯងមុជទឹករួចហើយឬនៅពេលនេះនៅបឹងគ្មាននរណានៅទៀតទេតើមែនទេត្រូវហើយគ្មាននរណានៅទៀតទេប៉ិតជាល្អខ្លាំងណាស់គេមានរោគអីហ្នឹងបើមានមនុស្សគេមិនហ៊ានមុជទឹកអញ្ចឹងឬមនុស្សម្នាក់មានទម្លាប់ខុសគ្នាវាគ្មានអ្វីចម្លែកឡើយណាលីយ៉ូសើនេះឯងគិតថាឯងស្គាល់ជាងលូច្បាស់យ៉ាងហ្នឹងឬត្រឹមដឹងថាយើងស្គាល់គេខ្លាំងជាងពួកឯងក៏បានហើយក៏ឯងជាអ្នកស្នើខ្លួនឲ្យជាងលូថើបខ្លួនឯងនោះអីបើយើងបានថើបគេម្ដងយើងក៏យល់ច្បាស់ពីគេខ្លាំងជាងនេះហើយបើឯងហ៊ានប៉ះពាល់ជាងលូឯងយ៉ាប់មិនខានលីយ៉ូសើឯងបានលឺសំឡេងគេសើចដែរទេឯងកណ្ដោលហឺឡានឯងគំកិតណាថាឯងមកអង្គុយមើលយ៉ាងសើចសប្បាយអារម្មណ៍ហឺឡានថងឡើងខ្ពស់ចៅវាយបានបន្ទុកមុនស្នេហ៍ 2000 បន្ទុកបាតទីងអារម្មណ៍ទួលលីយូឡើងខ្ពស់បន្ទុកមុនស្នេហ៍ចៅវាយបាន 10000 បន្ទុកបាតទីងអារម្មណ៍តួឯងប្រុសកម្រើកយ៉ាងខ្លាំងបន្ទុកមុនស្នេហ៍របស់ចៅវាយបាន 5 លានបន្ទុកបាតអារម្មណ៍តួឯងប្រុសខ្ញុំបានចាយបន្ទុកដើម្បីដឹងទៅហើយតែថាអារម្មណ៍អារោគចិត្ត2នាក់នោះវាឡើងខ្ពស់ដោយរបៀបណាខទី138មនុស្សប្រុសមានអារម្មណ៍កើនឡើងនៅពេលដែលមានការវាយគ្នាយ៉ាងខ្លាំងវាជាហេតុដែលហួងហែងមនុស្សជាទីស្រឡាញ់របស់ខ្លួនយ៉ាងខ្លាំងណាស់បាទទើបហៅថាជាបុរសសុទ្ធសាធនោះអីអញ្ចឹងយើងគួរសុំដកច្បាប់ដែលសុំចែកបន្ទប់ពួកគេឲ្យពួករោគចិត្តទាំងនេះនៅជាមួយយើងអញ្ចឹងឬតាមហេតុផលហើយនោះវាពិតជាត្រឹមត្រូវប៉ុន្តែសេវធានមិនណែនាំឲ្យធ្វើរឿងបែបនេះឡើយណាបាទហឺឡានថងនិងតុលនីយូគឺជាមនុស្សរោគចិត្តថែមទាំងមានចិត្តគំនិតអាក្រក់ខុសខើថែមទៀតបើចៅវាយទៅប៉ះពាល់ពួកគេប្រកាសជាមានទីបញ្ចប់ដល់វេទនាមិនខានណាខ្ញុំគ្រាន់តែចង់មានជីវិតរស់នៅបន្តហេតុអ្វីវាពិបាកម្ល៉េះនេះពួកឯងកំពុងធ្វើអីហ្នឹងគ្មានអ្វីទេពួកយើងគ្រាន់តែរៀបចំមុនពេលចូលគេងទៅប៉ុណ្ណោះខានជួបគូប្រយុទ្ធដែលមានថ្វីដៃស្រដៀងគ្នាយូរមកហើយការប្រយុទ្ធគ្នានឹងធ្វើឲ្យថ្វីដៃកាន់តែកើនឡើងមួយខណៈទៀតនោះអីបញ្ចេញកម្លាំងកាយមុនពេលចូលគេងវានឹងធ្វើឲ្យយើងដេកលក់ស្រួលនោះអីអូយថ្មិញយើងអូយក្បាលយើងការរស់នៅក្នុងចំណោមពួករោគចិត្តទាំងនេះវាដូចជាមិនមានសុវត្ថិភាពអ្វីសោះឡើយពួកគេដេកអស់ហើយឬនៅជាងលូឯងនេះអត់គេខ្មាស់មិនផ្លាស់ប្ដូរឡើយបើយប់ណាឯងមិនបានថើបលីយ៉ូសើឯងនឹងឆក់ស្លាប់តែមែនទេឯងក៏ដឹងនោះអីថាពួកយើងមិនចូលចិត្តរឿងបែបនេះនោះអីហេតុអ្វីក៏ឯងនៅតែធ្វើរឿងបែបនេះជាងលូចង់ថើបយើងក៏ថើបតបហើយចូលវាទើសត្រង់ណារបស់ពួកឯងឯងនិយាយត្រូវបើយើងមិនបានអោបថើបលីយ៉ូសើមួយយប់យើងប្រកាសជាស្លាប់ខានបើពួកឯងទ្រាំមិនបានក៏រើបន្ទប់ចេញទៅណារើបន្ទប់ចេញអញ្ចឹងឬយើងមិនព្រមឲ្យពួកឯងឡើងឋានសួគ៌ទី7បានដោយងាយស្រួលឡើយវិញពួកឯងមិនបដូរយើងបដូរតែខ្លួនឯងជាងលូបើឯងហ៊ានតែបដូរបន្ទប់យើងនឹងកាច់បំបាក់ជើងឯងភ្លាមមិនបានព្រោះយើងត្រូវការខ្លំមើលឯងចំនួនអ្នកនាងជាងស៊ីរូ
Tôn Lý Dũ, bà ấy hiện tập pa chương lú, xong bay ta một sai sọ nú, dươngនឹងកាច់បាក់ជើងឯងឲ្យឯងដើរមិនរួចអស់មួយជីវិតយើងនិយាយការពិតទៅចោះនៅក្នុងចិត្តរបស់យើងមានតែលីយឺតែម្នាក់គត់អ្វីដែលពួកឯងអាចធ្វើបាននោះគឺទ្រាំមើលពួកយើងអោបថើបគ្នាជារៀងរាល់ថ្ងៃតែប៉ុណ្ណោះបើពួកឯងទ្រាំបានក៏បដូរបន្ទប់ទៅណាទិញបន្ទប់ហ្វីនរបស់តួឯងប្រឡោះការឡើង1000បន្ទប់បានបន្ទប់មិនស្នាចៅវាយបាន2លានបន្ទប់បានសៀធានយើងមានអារម្មណ៍ថាតួឯងប្រឡោះដូចជាមានអារម្មណ៍មកលើយើងចៅវាយនេះគឺជាការគិតខុសរបស់ចៅវាយតែប៉ុណ្ណោះណាបាទចាំសៀវធានពិនិត្យមើលបន្តិចណាបាទរកមិនឃើញតន្ន័យដែលតួឯងប្រុសមានអារម្មណ៍លើចៅវាយសូម្បីតែបន្តិចណាបាទការដែលតួឯងប្រុសមកជួយខ្ញុំដល់ថ្នាក់នេះបើមិនព្រោះតែស្រឡាញ់តើវាជាអ្វីទៅក៏ព្រោះតែតួឯងប្រុសគិតថាចៅវាយគឺជាប្អូនប្រុសដ៏គួរស្រឡាញ់នោះអីបាទការដែលបានការពារចៅវាយក៏ស្មើនឹងការរក្សាមុខមាត់របស់គាត់នោះអីបាទអូស្ដាប់ទៅក៏មានហេតុផលណាយើងនៅតែនិយាយដដែលយើងមិនអាចឲ្យឯងធ្វើរឿងឈួតឡប់អត់គេខ្មាស់បែបនេះឡើយហើយរឿងដូរបន្ទប់នោះក៏ឈប់គិតទៀតទៅវាយឯងឃើញទេតួឯងប្រុសថើបខ្ញុំមុនណាចៅវាយណាស្ងៀមសិនណាបាទតួឯងប្រុសក៏គ្រាន់តែការពារអូនប្រុសដ៏គួរស្រឡាញ់តែប៉ុណ្ណោះណាបាទចៅវាយធ្វើខ្លួនដូចជាមិនធ្លាប់ប៉ះមកពីមុនឡើយរឿងយើងនឹងជាងលូអ្នកដតីដូចជាពួកឯងគ្មានសិទ្ធិលុកដៃឡើយចៅវាយមិនបាច់ខ្លាចទេណាបាទគ្រាន់តែអោបជើងរបស់តួឯងប្រុសឲ្យជាប់ទៅវាក៏គ្មាននរណាអាចធ្វើបាបចៅវាយបានឡើយណាអោបជើងតួឯងប្រុសហើយនឹងនៅស្ងៀមវាក៏មិនខុសគ្នាឡើយឯងដឹងទេអាពីអ្នករោគចិត្តនេះវ័យដៃរបស់វាមិនធម្មតាឡើយណានៅពេលដែលសាលាមិនចង់ឲ្យមានចំនួនរបស់ពួកឯងកើតឡើងទៀតដូច្នេះហើយក៏ត្រូវញែកគ្នាមួយអ្នកមួយបន្ទប់ឆាប់ឡើងរើអាវ៉ាន់នៅពេលនេះបានហើយអូយេអស់ចាណាយេបន្ទប់ម្នាក់ឯងប្រកាសជាស្រួលខ្លួនល្អណាចៅវាយកុំភ្លេចភារកិច្ចមុនចូលគេដែលត្រូវអោបថើបតួឯងប្រុសណាយើងដឹងហើយមិននៅមិនតាន់ងងឹតផងឲ្យយើងគេបន្តិចសិនទៅណាចាំងើបឡើងចាំគិតបន្តចៅវាយនៅសល់3នាទីនឹងយប់ជ្រៅហើយប្រញាប់ត្រៀមខ្លួនទៅណាបាទអីយើស្លាប់ហើយអប្រពន្ធហើយស្អីហេតុអ្វីក៏ទៅមកប្រាប់ពេលនេះអ្នកណាហ៎គឺយើងទេលីយ៉ូឈើឯងមកទីនេះតើមានអ្វីឬអត់ឯងអាចនឹងមករកយើងនៅពេលយប់បានហេតុអ្វីក៏យើងមករកឯងវិញមិនបានអញ្ចឹងឬចៅវាយកន្លងអស់1នាទីហើយណាឆាប់អោបឆាប់ថាបឲ្យលឿនឡើងអើយឈួតអើយទិញក៏យកបង្កើនមុនស្នេហ៍ប្រចាំថ្ងៃបានសម្រាប់លោកលន់យើងទៀតហើយណាជើងលូបើយប់នេះយើងមិនមករកឯងតើឯងនឹងមករកយើងដែរឬទេអមុនមនុស្សប្រុសពេញព្រៀបដល់ថ្នាក់នេះតើវាមានន័យយ៉ាងម៉េចទៅនេះចៅវាយត្រូវតាំងសតិណាបាទហាមធ្លាក់រំដៅរបស់តួឯងប្រុសជាដាច់ខាតក៏ត្រូវទៅនោះអីបើមិនបានអោបថើបឯងទេតើឲ្យយើងដេកលក់ដោយរបៀបណាជើងលូដែលយើងមករកឯងនៅពេលយប់បែបនេះមិនមែនមកឲ្យឯងលុកលាន់ឡើយណាបើអញ្ចឹងតើឯងមកធ្វើអ្វីទៅគឺថាមកលួចសម្លាប់ស្វាមីរបស់ខ្លួនយ៉ាងនឹងឬនេះឯងឲ្យឋានៈខ្លួនឯងជាស្វាមីរបស់យើងឬយើងមិនហ៊ានទេមិនហ៊ានពិតមែនណាយើងនិយាយស្អីចេញមកនេះមួយរយៈនេះយើងលុកលាន់ឯងរៀងរាល់យប់បើមិនឲ្យនិយាយថាជាស្វាមីឯងទេតើហៅថាអ្វីទៅវិញទៅជើងលូបើចង់ឲ្យល្អឯងគួរតែស្មោះត្រង់ជាងនេះបន្តិចទៅស្មោះត្រង់គឺថាគេមិនឲ្យយើងទៅអោបថើបអ្នកដទៃឬទិញបន្ទប់ហ្វីនរបស់តួឯងប្រុសកើនឡើង5000បន្ទប់មុនស្នេហ៍របស់ចៅឲ្យបាន15លានបន្ទប់បាទតួឯងប្រុសនិយាយដូចជាបារម្ភពីខ្ញុំហើយគេហ្វីនដល់ថ្នាក់នេះផងឬចៅវាយដែលតួឯងប្រុសហ្វីននោះក៏ព្រោះតែជួបនឹងប្អូនប្រុសតើគួរស្រឡាញ់នោះអីជឿលោកនេះឯងណាត់ជាមួយអាទូនខ្លួនស្អុយនោះឬមិនបានណាត់ទេហើយចុះឯងពួនធ្វើអីហ៎យើងនឹងចាំមើលឯងថាឯងដេញគេដល់របៀបណាយើងមិនចង់វាយគ្នាជាមួយមនុស្សអត់ខួរបែបនោះវានឿយអត់ប្រយោជន៍ជាងលោកទុននេះយូនេះខ្មោចចុះមកឯងឬបានជាមកស្រែកលោឡាអីបែបនេះឯងធ្វើជាមួយលីឈើបានហេតុអ្វីក៏ឯងមិនអាចធ្វើជាមួយយើងបានហ៎យីនេះឯងនិយាយឈួតស្អីហ៎មកជប់ជាមួយយើងឥឡូវនេះណាអ្នកណានៅត្រង់នោះលីឈើនេះពួកឯងអត់ទេណាមិនមែនបែបនេះទេត្រឹមត្រូវវាដូចជាឯងគិតនោះហើយលោកតួឯងប្រុសហេតុអ្វីបានជានិយាយឲ្យពួកគេយកខ្ញុំខុសអញ្ចឹងហ៎នេះឯងនិយាយស្អីហ៎មានអីនិយាយគ្នាស្រួលបួលទៅណាយកជ្រើបែបនេះឯងគិតមិនល្អជាមួយជើងលូឯងនៅមានគេខ្មាស់ដែរទេហ៎ត្រង់ឯងនៅមកដេកក្រែតែមួយជាមួយអាមន់ឈឺជើងលូនេះឯងមានគេខ្មាស់ខ្លាំងណាស់ទៅឬយើងនឹងជើងលូមានចិត្តឲ្យគ្នាវាទៅដូចឯងនៅរបៀបណាមានចិត្តឲ្យគ្នាយ៉ាងនឹងឬក៏តួឯងប្រុសមានចិត្តស្រឡាញ់យើងពិតមែនណាចៅវាយរឿងពូននេះចៅវាយចូលចិត្តគិតរឿងបែបខុសរឿងណាមានគេស្រឡាញ់ខ្លួនវាសិតតែកុហកទាំងអស់ហ្នឹងចៅវាយឆាប់ភ្ញាក់ឡើងណាភ្ញាក់ឡើងឈួតអើយបិទមាត់ទៅណាជប់ភ្លាមណាកុំមកឆ្លោះគ្នាក្នុងបន្ទប់របស់យើងណា
អ្នកណាហីមានមនុស្សប្រុសមករកឯងទៀតហើយឬហីឯងនិយាយប្រដេះផ្ដាស់ស្អីហ៎ពិតជារហ័សរហួនពិតមែនអ្នកប្រុសជាងហើយឡានថងនេះឯងរកឱកាសមកសម្រាប់យើងនៅពេលយប់អញ្ចឹងឬហ៎ក៏លើលេងប៉ុណ្ណោះណាយើងក៏គ្រាន់តែចង់ប្រកាសចិត្តរឿងខ្លះៗប៉ុណ្ណោះរឿងអ្វីហីឯងចង់ធ្វើអ្វីហ្នឹងហើយឡានថងនេះឯងចង់ធ្វើអីហ៎អាទួនខ្លួនស្អុយឯងមកនៅទីនេះដល់របៀបណាហ៎យើងនៅទីនេះតើវាទៅស្អីឯងយើងនឹងវាយឯងស្លាប់អាកូនជ្រូកកខ្វក់យើងនឹងស្លាប់ហើយបាត់ទៅណាហើយអាសនៈលីឆ្លៀតពេលដែលពួកយើងវាយគ្នាវានាំជាងលូរត់ទៀតហើយជាងលូហេតុអ្វីក៏ឯងទៅដាក់មុនស្នាហើឡានថងនឹងទូលយូធ្វើអីហ៎យើងមិនបានធ្វើទេណាយើងមិនបានត្រូវការឲ្យអន្តពាពីអ្នកនោះមកលងស្នេហ៍យើងហើយអត់ទេយ៉ាងនឹងឬបន្ទុករោគចិត្តរបស់តួឯងប្រុសឡើងខ្ពស់ត្រដែតបន្ទុកមុនស្នេហ៍ចៅឲ្យបាន30000បន្ទុកបាទសម្រាប់ថាបន្ទុករោគចិត្តរបស់តួឯងប្រុសនោះវាជាស្អីទៅថ្ងៃនេះយើងនឹងលុតដំឯងឲ្យបានកុំណាលេងយើងទៅពួកឯងនេះរញ៉េខ្ញុំខានគេឯងទៀតហើយឬពួកឯងឆាប់រើអីវ៉ាន់ទៅផ្ទះវិញទៅហើយគិតពិចារណាឡើងវិញឲ្យបានល្អណាហើយទៅផ្ទះវិញក៏ល្អបើមិនខំចិត្តនៅទីនេះទៀតអារោគចិត្ត3នាក់នេះប្រកាសជាធ្វើខ្ញុំឈួតមិនខានទេបន្ទុកស្នាក់នៅសាលារៀនហើយមិនថានៅទីណាជីវិតរបស់ខ្ញុំក៏មិនមានសុវត្ថិភាពឡើយពេលយប់តួឯងប្រុសធ្វើដាក់ខ្ញុំបែបនេះខ្ញុំគង់នៅមិនតាហ៊ានអោបទៅថើបគេនៅពេលយប់ទៀតឡើយសៀវធានខ្ញុំត្រូវការបញ្ឈប់កលយុទ្ធបង្កើតមន្តស្នេហ៍ឥឡូវនេះភ្លាមកលយុទ្ធបង្កើតមន្តស្នេហ៍របស់ចៅវាយត្រូវបានបញ្ឈប់ដកបន្ទុកមន្តស្នេហ៍របស់ចៅវាយ150លានបន្ទុកបាទពីលើមុនក្រែងថាដក1លានបន្ទុកតាហេតុអីឯងក៏មកដកបន្ទុករបស់យើងដល់150លានបន្ទុកចៅវាយតម្លៃទីផ្សារឡើងចុះគ្រប់ពេលវេលាណាបាទគ្មានអ្វីដែលគង់វងយូរវាយដល់មិនផ្លាស់ប្ដូរនោះឡើយឯងអាមេរុកបោកប្រាស់ហើយអស់អារម្មណ៍មកលីងយើងនឹងចេញទៅក្រៅទៅញ៉ាំឲ្យបែកពោះតែម្ដងចាំមើលទៅអ្នកប្រុសហេតុអ្វីក៏អ្នកប្រុសនិស័យអាក្រក់បែបនេះហូបហើយមិនបងថ្លៃអាហារមានចាលូតប្រាក់ខ្ញុំមែនណាឯងដល់លេងខ្ញុំទៅខ្ញុំនឹងទៅចាប់វាមកនឹងបានបងថ្លៃប្រាក់អាហារឲ្យឯងនោះអីអ្នកប្រុសម្នាក់នេះខ្វះប្រាក់ឯងប៉ុន្មានយើងនឹងចេញជំនួសគេដល់ខ្លួនឯងអ្នកប្រុសម្នាក់នេះខ្វះប្រាក់អាហារទាំងអស់30រៀលណាបាទអាហារប៉ុណ្ណេះដល់ទៅ30រៀលផងឬអ្នកប្រុសនេះអ្នកប្រុសញ៉ាំអាហារទាំងអស់3តុពេញតែម្ដងហើយណាអាហារមួយពេលញ៉ាំដល់ទៅ3តុផងទោះជាឲ្យប៉ាជេមកកាត់ជាតិថ្មីក៏ញ៉ាំមិនអស់ដល់ថ្នាក់នេះដែរណាមិនដឹងថាអ្នកមានគុណមានឈ្មោះអ្វីទៅបើខ្ញុំចាប់ចោលបានខ្ញុំនឹងយកប្រាក់មកសងអ្នកប្រុសវិញខ្ញុំឈ្មោះជាងរូចុះអ្នកនាងវិញឈ្មោះអ្វីដែរជាងលូអ្នកនាងជាមនុស្សស្រីបើចង់តែងខ្លួនជាមនុស្សប្រុសក៏ត្រូវតែបិទបាំងនាងរយឲ្យបានល្អណាបាទទោះបីខាងក្រៅមើលទៅដូចមនុស្សប្រុសប៉ុន្តែថាអ្នកនាងភ្លេចបិទបាំងដើមទ្រូងរបស់អ្នកនាងហើយណាខ្ញុំឈ្មោះសេរងបាននិយាយត្រង់ទៅខ្ញុំរត់គេចពិធីវិកលការមកព្រោះលោកពុករបស់ខ្ញុំបានបង្ខំខ្ញុំរៀបការជាមួយកុំត្រីជាន់ខ្ពស់ម្នាក់តែគេម្នាក់នោះគឺជាគេសេរងនាងគឺជាមហាស្រីរបស់តួឯងប្រុសនាថ្ងៃអនាគតនៅក្នុងសិភៅទោះបីជាសេរងគឺជាមនុស្សស្រីប៉ុន្តែនាងមានចិត្តស្រឡាញ់ជាតិយ៉ាងខ្លាំងក្លារូបរាងនិងមុខមាត់ក៏អៀងទៅខាងបែបបុរសនាងតែងខ្លួនជាមនុស្សប្រុសដើម្បីទៅប្រយុទ្ធនៅក្នុងសមរភូមិនៅពាក់កណ្ដាលផ្លូវក៏បានជួបនឹងតួឯកប្រុសដែលបានចូលរួមកងទ័ពដែរជោគជតាភ្លុំវិខិតបានធ្វើឲ្យពួកគេស្រឡាញ់គ្នាហើយក៏គ្រាន់តែចង់មិត្តភាពជាមួយភរិយារបស់តួឯកប្រុសយើងក៏មានរនាំងការពារដល់ទៅ2ជាន់មិនខានចេញពីផ្ទះខ្លួនតែមួយចិញ្ចៀនមួយនេះខ្ញុំឲ្យនាងណាអរគុណអ្នកប្រុសខ្ញុំណាប្រយ័ត្នអរគុណណាចៅវាយធ្វើឲ្យបេះដូងរបស់សៀវលុងញាប់បានសម្រេចបន្ទុកមុនស្នារបស់ចៅវាយបូក10000បន្ទុកបាទឯងនិយាយថាអ្នកណាបេះដូងញាប់អ្នកប្រុសជាងខ្ញុំតែងខ្លួនជាមនុស្សប្រុសគឺដើម្បីទៅសមរភូមិដើម្បីប្រយុទ្ធតែអ្នកប្រុសចង់ទៅជាមួយខ្ញុំដែរឬទេឲ្យវាជារឿងរបស់ទាហានទើឲ្យជាងណាលោកពុករបស់អ្នកប្រុសគឺជាទេពសង្គ្រាមដូច្នេះហើយខ្ញុំគិតថាមិនយូរទេអ្នកប្រុសប្រកាសជាចូលកងទ័ពមិនខានខ្ញុំនឹងទៅចាំអ្នកប្រុសនៅសមរភូមិមុនណាទោះជាខ្ញុំរត់ចោលវិធីមង្គលការពិតមែនតែមិនមែនមានន័យថាខ្ញុំស្អប់គុណដល់ខ្ញុំឡើយនៅពេលចប់សង្គ្រាមហើយនោះពួកយើងនឹងរកវេលារៀបការឡើងវិញក៏វាមិនយឺតពេលឡើយបើអញ្ចឹងខ្ញុំក៏អបអរឲ្យអ្នកនាងជួបនឹងបុព្វេសន្និវាសពិតប្រាកដណាហេតុអ្វីក៏នាងនិយាយដូចជាពួកយើងទាំងពីរនឹងរៀបការនឹងគ្នាចិញ្ចៀនដែលលោកឲ្យខ្ញុំនឹងរក្សាទុកវាឲ្យបានល្អអារម្មណ៍របស់សៀវរងឡើងខ្ពស់យ៉ាងខ្លាំងបន្ទុកប៉ុនសាររបស់ចៅវាយបោក30000បន្ទុកបាទនេះឯងមានន័យថាសៀវរងចូលចិត្តយើងទេឬអ្នកដែលនាងចូលចិត្តត្រូវតែជាតួឯកប្រុសទៅវិញទៅហើយមួយរយៈនេះជួបតែរឿងធ្វើឲ្យធ្ងន់ចិត្តរហូតគួរតែមករំសាយអារម្មណ៍ខ្លះហើយបានភីងខាងហ្វាងហើយកែយកមនុស្សប្រុសដែលល្បីនៅទីនេះមកឲ្យអស់មកបាទអ្នកប្រុសជាងសូមរងចាំបន្តិចណាអ្នកប្រុសជាងអ្នកប្រុសខានមកទីនេះយូរហើយណាបាទ
អេនេះឯងប្រើទឹកអប់តែមែនទេហើយអ្វីក៏ខ្ញុំមិនដែរធំក្លិននេះមកពីមុនឡើយវាគឺជាទឹកអប់ដែលខ្ញុំធ្វើដោយខ្លួនឯងវាមិនមានលក់នៅតាមផ្សារឡើយណាបាទអ្នកប្រុសជាងអ្នកប្រុសសាក់ហិតក្លិនទឹកអប់របស់ខ្ញុំទៅមើលខ្ញុំក៏ធ្វើដោយខ្លួនឯងដែរណាបាទមិនបាច់ដណ្ដើមគ្នាទេណាបើអញ្ចឹងអ្នកប្រុសជាងបិទភ្នែកហិតក្លិនពួកយើងតែល្អទេហើយទាយថាអ្នកដែលនៅខាងមុខជាអ្នកណាហិតក្លិនដែលវាសប្បាយត្រង់ណាទៅបិទភ្នែកហើយក៏តាមចាប់ពួកយើងទៅបើចាប់បានអ្នកណាក៏លេងសប្បាយជាមួយតាមចិត្តប្រាថ្នារបស់អ្នកប្រុសជាងទៅចុះតើល្អទេបានអញ្ចឹងធ្វើតាមតែឯងនិយាយទៅចុះណាហាពួកឯងពួតអស់ហើយឬនៅយើងអ្នកប្រុសជាងមកហើយណាអេនេះមិនមែនលេងបាត់ពួនឯណាហើយនាំគ្នាទៅណាអស់ហើយហាប់ចេញមកណានឹងបានលេងចាប់គ្នាសប្បាយនោះអីយេចាប់បានហើយតែជាអ្នកណាគេអើយ